ประการนาខ្ញុំចិនមលិនសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈព្រះអង្គគុតព្រះអង្គសូមគោរពជំរាបសួរសម្ដេចទ្រង់អាយដាមលោកជំទាវអ្នកអង្គញាលោកស្រីនិងនាងកញ្ញាទាំងអស់ដែលជាប្រិយមិត្តកម្មវិធីសម្លេងការពិតដើម្បីប្រជាជនរបស់យើងនាព្រឹកនេះជាទីមេត្រីព្រឹកនេះគឺជាថ្ងៃទី2នៃដើមខែថ្មីដើមខែឧសភាត្រូវនឹងថ្ងៃទី2ខែឧសភាឆ្នាំ2025ដែលកម្មវិធីសម្លេងការពិតដើម្បីប្រជាជនរបស់យើងបានវិលមកជួបខ្ញុំបាទចិនមលិនដែលជាវាគ្មិននិងជាអ្នកសម្របសម្រួលកម្មវិធីសម្លេងការពិតដើម្បីប្រជាជនរបស់យើងរៀងរាល់ព្រឹកថ្ងៃសុក្រដែលមានរយៈពេល2ម៉ោងចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង12ថ្ងៃត្រង់បាទហើយជ្រាបក្នុងឱកាសនេះក៏សូមគ្រប់ផ្ដាំផ្ញើនៅក្តីនឹករលឹកទៅដល់ប្រិយមិត្តរបស់យើងផងដែរដែលកំពុងទស្សនាការផ្សាយផ្ទាល់នៅលើ Facebook Page យុវជន7មករាក៏ដូចជាប្រិយមិត្តដែលកំពុងតែស្ដាប់ការផ្សាយបន្តនៅក្នុងវិទ្យុបាយ័ន FM របស់យើងនាព្រឹកនេះដែលខ្ញុំបាទបានខកខានក្នុងកម្មវិធីនេះមួយរយៈដោយសារតែភាពមមាញឹកទៅនឹងការងាររបស់ស្ថាប័នក៏តែពេលនេះគឺថ្ងៃនេះព្រឹកនេះគឺថាអាចវិលមកជួបនឹងប្រិយមិត្តរបស់យើងតាមកម្មវិធីដែលបានគ្រោងទុកដោយសពម្ដងគឺរៀងរាល់ព្រឹកថ្ងៃសុក្រចាប់ពីម៉ោង10ព្រឹកដល់ម៉ោង12ថ្ងៃត្រង់បាទហើយកម្មវិធីរបស់យើងគឺដោយសពម្ដងដែរគឺមានការផ្សាយបន្តផ្ទាល់នៅលើ Facebook Page យុវជន7មករានិងផ្សាយបន្តនៅក្នុងកម្មវិធីវិទ្យុបាយ័ន FM របស់យើងផងដែរដែលមានរយៈពេល2ម៉ោងចាប់ពីម៉ោង10ព្រឹកដល់ម៉ោង12ថ្ងៃត្រង់ហើយក៏អនុញ្ញាតឲ្យប្រិយមិត្តរបស់យើងធ្វើការទូរស័ព្ទចូលដើម្បីជួបសំណេះសំណាលជាមួយខ្ញុំបាទផ្ទាល់ដែលជាវាគ្មិននិងជាអ្នកកាន់កម្មវិធីឬមួយក៏ចែករំលែកនៅព័ត៌មានព្រឹត្តិការណ៍នានាដែលមានសារៈសំខាន់និងជាចំណេះដឹងសម្រាប់សាធារណជនរបស់យើងឬមួយក៏អាចលើកជាមតិយោបល់ជាសំណូមពរជូនថ្នាក់ដឹកនាំក៏ដូចជាស្ថាប័នពាក់ព័ន្ធឬមួយក៏មានជាសំណួរដើម្បីខ្ញុំបាទជីវៈគ្មិនធ្វើការបកស្រាយឬមួយក៏ស្ថាប័នពាក់ព័ន្ធធ្វើការបកស្រាយបញ្ជាក់ជូនទៅលើចម្ងល់និងបញ្ហាណាមួយគឺអាចចូលរួមបានណាហើយធ្វើការបញ្ចេញមតិលើកជាយោបល់ជាសំណួរឬចែករំលែកនៅព័ត៌មានចំណេះដឹងផ្សេងៗនៅក្នុងកម្មវិធីរបស់យើងនេះហើយនៅពេលដែលមានទូរស័ព្ទចូលគឺអ្នកសការីខ្ញុំនឹងធ្វើការជំរាបជូនហើយយើងនឹងធ្វើការទទួលទូរស័ព្ទចូលក្នុងកម្មវិធីតែម្ដងដោយមិនឲ្យមានការរងចាំយូរនោះទេហើយប្រិមិត្តដែលមានបំណងចូលរួមអាចទូរស័ព្ទបានចូលតាមលេខទូរស័ព្ទដែលបានផ្សព្វផ្សាយនៅលើ Page យុវជន7មករាសម្រាប់ប្រិមិត្តចាស់អាចបានជ្រាបហើយដែលធ្លាប់ទូរស័ព្ទចូលនៅពេលកន្លងមកក៏តែប្រិមិត្តថ្មីដែលមានបំណងចង់ចូលរួមខ្ញុំសូមប្រកាសលេខនេះម្ដងទៀតដើម្បីអាចចូលរួមបានប្រសិនបើមានបំណងចង់ចូលរួមលេខគឺមាន3ខ្សែដែលលេខខ្សែទី1គឺ061 686 999 9 3ដងម្ដងទៀត061 686 999លេខខ្សែទី2គឺ067 686 999ដូចគ្នាខុសតែក្បាលទេគឺ067ចំណែកលេខទី3គឺ093 699 191 093 699 191ចឹងប្រិមិត្តអាចចូលរួមជាមតិយោបល់ទូរស័ព្ទចូលនៅក្នុងកម្មវិធីរបស់យើងទៅតាមលេខណាមួយក៏បានឬមួយក៏មានជាសំណួរជាមតិយោបល់អាច
ផ្ញើចូលក្នុង comment Facebook page យុវជន7មករាដែលកំពុងតែផ្សាយផ្ទាល់ខ្ញុំបាទនឹងពិនិត្យទៅលើ comment មតិយោបល់ទាំងអស់នោះហើយនឹងធ្វើការបកស្រាយជូនប្រសិនបើចាំបាច់ពាក់ព័ន្ធទៅនឹងយោបល់នានាដែលបានដាក់នៅលើ comment នៅក្នុង page Facebook យុវជន7មករាដែលកំពុងតែផ្សាយផ្ទាល់ហើយកម្មវិធីរបស់យើងនេះព្រឹកនេះគឺបើកទលាយគឺជាការធ្វើការបកសរុបវិភាគទៅលើព្រឹត្តិការណ៍នានាដែលកើតមាននៅក្នុងសប្តាហ៍កន្លងទៅនេះអញ្ចឹងទីសប្តាហ៍កន្លងទៅវាមានព្រឹត្តិការណ៍ហេតុការណ៍កើតឡើងច្រើនទាំងព្រឹត្តិការណ៍សេដ្ឋកិច្ចសង្គមវប្បធម៌នយោបាយព្រឹត្តិការណ៍ជាតិក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិមានច្រើនអញ្ចឹងប្រិមិត្តអាចលើកយកព្រឹត្តិការណ៍ហេតុការណ៍ណាមួយក៏បានដើម្បីមកធ្វើការពិភាក្សាទៅចែកវែកញែកឬមួយក៏ចែករំលែកនៅជាចំណេះដឹងជាព័ត៌មានសម្រាប់ប្រិមិត្តសាធារណជនរបស់យើងដែលមិនទាន់បានជ្រាបបាទឬមួយក៏មានជាសំណួរចម្ងល់នានាពាក់ព័ន្ធទៅនឹងបញ្ហាណាមួយក្នុងព្រឹត្តិការណ៍ទាំងអស់នោះអញ្ចឹងយើងអាចលើកយកពាក់ព័ន្ធនឹងព្រឹត្តិការណ៍នានាឬមួយក៏អាចបញ្ចេញមតិយោបល់ពាក់ព័ន្ធទៅនឹងសមិទ្ធផលកិច្ចខិតខំប្រឹងប្រែងការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី7រយៈពេល1ឆ្នាំជាងមុខនេះសម្រាប់បានអីខ្លះអ្វីដែលជាទីមោទនភាពអ្វីដែលជាទីមោទនៈហើយក៏អាចលើកយកនៅបញ្ហាប្រឈមផ្សេងដែលកើតមាននៅក្នុងសង្គមហើយក៏អាចចូលរួមជាមតិយោបល់ពាក់ព័ន្ធទៅនឹងសកម្មភាពនយោបាយរបស់គណៈបកនយោបាយនានារួមទាំងក្រមប្រឆាំងជ្រុលនិយមពាក់ព័ន្ធទៅនឹងកលល្បិចឧបាយកលទុច្ចរិតនៅក្នុងការប្រកួតប្រជែងនយោបាយរបស់ពួកគេដើម្បីជាការចែករំលែកឲ្យប្រជាពលរដ្ឋសាធារណជនរបស់យើងមានការប្រុងប្រយ័ត្ននិងកុំឲ្យធ្លាក់ទៅក្នុងឧបាយកលទុច្ចរិតដែលនាំមកនៅវិនាសកម្មភាពវិនិច្ឆ័យហិនហោចនៅក្នុងសង្គមជាតិរបស់យើងនិងចូលរួមក្នុងការថែរក្សានៅសន្តិភាពនិងការអភិវឌ្ឍដែលយើងកំពុងតែមាននៅពេលបច្ចុប្បន្ននេះអញ្ចឹងប្រិមិត្តអាចចូលរួមជាមតិយោបល់ទៅលើទស្សនវិជ្ជាណាមួយប្រធានបទព្រឹត្តិការណ៍ហេតុការណ៍ណាមួយក៏បានដែរបាទឥឡូវនេះក៏កុំឲ្យខាតពេលដោយសារមានប្រិមិត្តមួយរូបកំពុងតែរងចាំនៅលើខ្សែទូរស័ព្ទទី1នេះស្រាប់ខ្ញុំសូមទទួលប្រិមិត្តខ្សែដំបងយើងបន្តិចសិនមុននឹងបន្តការអធិប្បាយនឹងជួបជាមួយយើងប្រិមិត្តរបស់យើងជាបន្តទៀតបាទឥឡូវប្រិមិត្តរបស់យើងកំពុងតែរងចាំបាទសូមជម្រាបសួរបាទគ្រប់ជម្រាបសួរអាយដាមបាទសម្លេងនេះមិនមានការប្រែប្រួលអីទេសម្លេងគឺនៅតែដដែលបាទសុខភាពអាយដាមប្រែប្រួលសុខភាពឥឡូវកំពុងតែល្ងឹតភ្នែកហើយឈឺអញ្ចឹងហ៎តាមយ៉ាងមិនទេល្ងឹតតែភ្នែកហ្នឹងជាង2ខែមកហើយប្រហែលថ្ងៃមុននេះទៅបណ្ឌិតមុនចូលឆ្នាំទីថាខ្វះគ្រាប់ឈាមបាទហូបទឹកតែឈាមមាត់ឈាមជ្រុងតែបណ្ឌិតនិយាយហ្នឹងមិនខ្វះគ្រាប់ឈាមបាទនឹងតប្រយ័ត្នប្រយែងបាទប្រយ័ត្នប្រយែងពិនិត្យមើលពីគ្រូជាមួយនឹងគ្រូពេទ្យតើត្រូវតមអីជាងការវាអាចលើសអីមួយឬក៏ខ្វះអីមួយអញ្ចឹងទេបាទអរគុណអាយដាមគាត់បានតាមដានថែរក្សាសុខភាពយើងជាប្រចាំបាទឲ្យហូបតែឥឡូវមិនទាន់បានតែបណ្ឌិតទៀតទេមិនទាន់ទេគាត់អាចចាំមើលបន្តិចទៀតបាទវាបញ្ហាសុខភាពវាវិវត្តទៅតាមវ័យរបស់យើងអញ្ចឹងតើយើងប្រយ័ត្នប្រយែងបន្តិចពីគ្រូបបល់ជាមួយគ្រូពេទ្យបាទអាយុនៅតិចដែរទៅ67ដល់8ពោទាញយកអត់អីទេយើងពិនិត្យតាមដានឲ្យបានជាប់លាប់ទៅហើយបុត្រាបុត្រីក្រុមគ្រួសារអីសុខសប្បាយជាទេលើអាយដាមបាទសុខសប្បាយជាទេបាទលោកពូហើយយ៉ាងម៉េចដែរសុខទុក្ខខាងនោះក្រុមគ្រួសារអីខាងជួបគ្នាយូរហើយបាទអូខាងខ្ញុំអត់អីទេបាទវាអីតែខ្ញុំមួយនឹងកូនគេទូធារបស់គេបានមកជុំដែរបាទដោយសារតែមានសន្តិភាពទៅគេមានសម្ភារៈនិយមបាទអត់អីយើងសន្តិភាពយើងមានឱកាសបាទឱកាសប្រកបរបរអាជីវកម្មមានសូត្របាទខ្ញុំមិនអីទេតាមវ័យតាមកលៈទេសៈយើងខិតខំថែរក្សាសុខភាពឈឺយើងព្យាបាលទៅតាមនឹងបាទមានថ្ងៃមួយកសិតាឯកឧត្តមថ្ងៃ1ថ្ងៃទី13ខែយើងមេសាហ្នឹងថ្ងៃទី
ជុំហើយថ្ងៃចូលឆ្នាំដំបូងដែរហ្នឹង បាទ គួយដេកផ្លឹកយកហ្មង បាទ ផ្លឹកមកសន្ទុះទៅប្រពន្ធខ្ញុំម្ដងពាក្យខ្ញុំនេះគាត់ពុកច្បាច់អីទៀងរត់ទ្រូងរត់អីទៅដឹងខ្លួនឡើងវិញប្រាប់ប្រតែឡើងចឹងទៀត បាទ ទៅពេទ្យបដ ாய் ទៅពេទ្យគាត់ថាអានឹងខ្វះគ្រាប់ឈាម បាទ អាចទាំងបេះដូងស្លាប់ នឹងតប្រយ័ត្នប្រយែងបាទឥឡូវជំងឺវាមិនចាំតែ60ជាង70ជាងអីទេ30ជាង40ជាងហ្នឹងក៏មានច្រើនដែរឥឡូវបើថាមិនប្រយ័ត្នប្រយែងទេបញ្ហាបាទមិនមែនចាំតែ60ជាងទេបាទ ខ្ញុំនៅមកមុខគេមកទៀមទីរាល់ខែរាល់ថ្ងៃខ្ញុំអត់ឲ្យសក់ខ្ញុំលាបថ្នាំ បាទបាទអរគុណណាស់បាទ ខ្ញុំមិនឲ្យសក់ បាទបាទឥឡូវចេះកុំឲ្យខាតពេកខ្ញុំសូមបកគលវេទិកាជូនទៅលពូចនណាក3ណាក3បាទខាងជុំគ្នាយូរហើយសូមជើញមានយោបល់មតិអីចង់លើកឡើងសូមជើញបាទ បាទពិសេសគឺសម្ដេចតេជោហ៊ុនសែនដែលជាពុកដែលជាបិតាសន្តិភាពដែលជាអ្នកនាំនៅការសង្គ្រោះមកឲ្យប្រជាពលរដ្ឋទូទាំងប្រទេសណាអរគុណហើយនឹងសម្ដេចខែលោកសធរប្រធានការបាតក្រហមបុណ្យរនីផងហើយគោរពជំរាបសួរមហាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីគ្រប់ជំរាបសួរហើយអាយដាមប៉ាន់ខែបណ្ដកបណ្ឌិតប៉ាន់ខែបណ្ឌនអាយដាមជុំកសលអាយដាមណែចិត្តមលីនដែលកំពុងតែអរគុណណាស់បាទតែតុមនីអាយដាមហើយសុខអេសានអាយដាមហើយអាយដាមជាចាស់បរបោដែលចុះពេទ្យកម្មនៅប្រទេសក្រៅសូមគ្រប់ជំរាបសួរទាំងអស់គ្នាលោកបោសូមមកមានសុខសប្បាយសុខចម្រើនពិសេសគឺអាយុវែងកុំឲ្យមានជំងឺដូចខ្ញុំគេមិនរួចទេក៏ប៉ុន្តែមិនជួយការពារប៉ុណ្ណឹងខ្ញុំសូមមានមតិបន្តិចដោយមានចម្ងល់មួយសូមឲ្យអាយដាមក៏ដូចជាសម្ដេចពុកនិងសម្ដេចបវរថ្នាក់ណាក៏ដោយឲ្យតែលោកជួយដោះស្រាយមកមើលតែខ្ញុំក៏មុននឹងក្រាលរឿងនេះខ្ញុំសូមអរគុណដល់សម្ដេចមហាបវរធិបតីគុណម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីដែលលោកបានផ្ដល់នៅអាហារូបករណ៍ដល់កូនខ្ញុំដែលគ្រួសារខ្ញុំមានភាពមិនជាធូរធារប្រមាណហើយក៏មិនជាក្រប្រមាណដែរតែវាក្រដោយសារកូនច្រើន7នាក់ឯដល់បាទកូន4នាក់កូដល់ចឹងកូនទី6ដែលគាត់ត្រូវបានអាហារូបករណ៍របស់សម្ដេចសម្ដេចមហាបវរធិបតីដែលមានចិត្តធម៌និងសពរសធម៌បានផ្ដល់អាហារូបករណ៍ឲ្យកូនខ្ញុំនេះទៅរៀននៅសាកលវិទ្យាល័យមួយគឺបញ្ញាជាតិនៅឃ្លាំងផ្សេងបាទឥឡូវចូលឆ្នាំទី2នៅថ្ងៃទី1ម្សិលមិញនេះថ្ងៃទី5នឹងចូលរៀនឆ្នាំទី3បាទក៏មានទី1បាទក៏មានទី1អ្វីដែលខ្ញុំចង់ជម្រាបទៅឯកឧត្តមនិងសម្ដេចគង់ជ្រាបថាឆ្នាំទី1អាហារូបករណ៍ក៏ដោយសាកលវិទ្យាល័យក៏ដោយគេមិនទៅជាប្រទេសគ្រប់ប្រមុំគេយកឆ្នាំទី3ទី4និងទី5គាត់រៀនផ្នែកខាងមេធាវីអាដាមបាទខាងច្បាប់បាទហើយឆ្នាំទី1ឆមាសទី1បងលុយទៅសាលាហ្នឹងតែរដ្ឋបាលគេ50រួចមកសម្លៀកបំពាក់ផ្នែកផ្សេងសរុបទាំងអស់វាស្មើនឹង130នឹងឆមាសទី1ដល់ឆមាសទី2ឡើងប៉ុណ្ណឹងទៀតមួយឆ្នាំតែបងសាលាយើងអត់បងទេណាសាលាយើងបានហារូបករណ៍ពីសម្ដេចហើយណាបាទនេះបងដល់ឆ្នាំសម្ភារៈពាក់ព័ន្ធសម្ភារៈបាទឆ្នាំទី2ត្រូវបងអញ្ចឹងទៀតរដ្ឋបាល$50ហើយសម្លៀកបំពាក់គឺឆមាសទី1ហ្នឹងកាត់មកកាហ្វេផ្សេងគឺស្មើនឹង$140ហើយឆមាសទី2គឺ$140ទៀតបាទដល់មកឆ្នាំទី3ហ្នឹងឆ្នាំទី3ហ្នឹងទី30ខែមេសាសាលាបានអញ្ជើញទាំងកូនខ្ញុំនិស្សិតទាំងអស់ក្នុងនោះនិស្សិតដែលអាហារូបករណ៍របស់សម្ដេចមិនលើសពី7នាក់ទេឬក៏ត្រឹម7នាក់ចុះមកក្រោមត្រូវនេះណាដល់គេហៅឲ្យទៅប្រជុំគេឲ្យយើងរៀនជប់ពីសពមួយដងមកឲ្យរៀនព្រឹកម៉ោង7ទល់ម៉ោង10ចេញក៏លើឆ្នាំទី1ឆ្នាំទី3ណារៀនយប់ឆ្នាំទី3ឆ្នាំទី3គេឲ្យយើងរៀនយប់បាទបើយើងមិនព្រមរៀនយប់ទេគេឲ្យយើងបង់បន្ថែមពីលើដែលខ្ញុំមានមតិមាញ់ហ្នឹងជម្រាបជូនឲ្យដល់មាញ់ហ្នឹង
140ហ្នឹងថែម70ពីលើទៀត បាទ នឹងឆមាសទី1ដល់ឆមាសទី2ក៏ដូចគ្នាចឹងដែរតែឆមាសទី2គេឲ្យយើងរៀនដាច់ថាត្រូវតែរៀនយប់ឲ្យរៀនយប់ពីសាលានោះមកផ្ទះខ្ញុំវាជាង20គីឡូហើយកូនអត់ហ៊ានជិះម៉ូតូទេហើយយ៉ាងទៀតសុខសវត្ថិភាពកូនហើយម៉ូតូថាថ្ងៃគ្នាមិនស្គាល់ផ្លូវផង កូនអាយុប្រហែលហើយកូនអាយុប្រហែលកូនប្រុសកូនប្រុស កូនខ្ញុំអាយុ20ជាងហើយតែសុខភាពគ្នាអត់បានទេគាត់មកចូលរៀននឹងមើលមុខមើលក្រោយមើលមុខមើលក្រោយជំងឺនឹងខ្ញុំព្យាបាលអស់ចោលណា អូសុខភាពមិនរឹងមាំទេណាបាទមិនរឹងមាំដូចយើងធម្មតា គាត់បានទៅចុះឈ្មោះចូលសម្ដេចលោកមិនឧបត្ថម្ភតាមរយៈក្រសួងការងារឲ្យធ្វើការងាររៀនសិក្សារយៈពេល4ខែណា បាទ គាត់ទៅចុះឈ្មោះតែគេអត់ឲ្យចុះទេព្រោះបញ្ហាទី1សុខភាពគាត់មើលទៅវាអត់មាំទាំណា អូបាទ បាទបញ្ហា ទេគាត់រៀនបានដល់ឆ្នាំទី3ដែរដូចជាមិនអីទេណាសុខភាពគាត់រៀនបានដល់ឆ្នាំទី3ដែរ ឥឡូវហ្នឹងអត់ទេព្យាបាលរហូតតែលេងអីហើយគាត់អ្វីដែលសំខាន់វាអាចឈប់នៅកណ្ដាលទីបញ្ហាទី1ខ្ញុំមិនហ៊ានឲ្យកូនជិះទៅគ្មានកន្លែងស្នាក់នៅភ្នំពេញបញ្ហាទី2គឺខ្វះថវិកាហ្នឹងតែម្ដង ផ្ទះនៅដល់ណាគៀនស្វាយផ្ទះនៅគៀនស្វាយ បាទដល់ជ័យម៉ាន់ទី7 អូបាទ ដល់ឆ្ងាយដែរសាទីតាំងសាលាស្រុកទៅទៀត បាទ អញ្ចឹងអ្វីដែលខ្ញុំចូលមកមានមតិក៏ដូចជារាយការណ៍ជូនទៅឯកឧត្តមក៏ដូចជាសម្ដេចទ្រង់ទាំងអស់នេះអត់ទាំងអស់សូមឲ្យខ្ញុំចង់សួរថាទុំឲ្យសាលាហ្នឹងគេសម្របសម្រួលឡើងវិញមក បាទ សម្របសម្រួលឡើងវិញមកកុំឲ្យគ្នារៀនពាក់កណ្ដាលអាហ្នឹងពាក់កណ្ដាលហើយឆ្នាំទី3វានៅ2ឆ្នាំទៀតឆ្នាំទី4មួយទៀតនោះ បាទ ឲ្យគ្នាឈប់វាមានសញ្ញាបត្រទេអត់មានទេហើយបាទអត់មានសញ្ញាបត្រទេតែបើសិនជាយើងឲ្យឈប់អត់មានសញ្ញាបត្រតែបើសិនជាមិនឲ្យឈប់វា បាទ វាអត់លទ្ធភាព បាទ គ្រាន់តែសំណុំពរទៅសាលាសូមឲ្យមេត្តាជួយតំណែងផងបើថាមិនឲ្យគ្នារៀនពីដើមទីឬក៏ប្រាប់ពីដើមទីឆ្នាំទី1មកទល់ប៉ុណ្ណេះគឺអត់រៀនទេអត់រៀនទេនេះអាហារូបករណ៍របស់សម្ដេចហើយសាលាគាត់ធ្វើអញ្ចឹងខ្ញុំដូចអត់យល់គ្រាន់តែថាក្នុងនាមខ្ញុំជាអ្នកជួយសង្គមយ៉ាងច្រើនតាំងពីឆ្នាំ1982ហើយដល់ បាទ ចូលបម្រើកងទ័ពចាប់ពីលោកភ្លាមខ្ញុំបួសបាន3ឆ្នាំចាប់ពីលោកភ្លាមខ្ញុំចូលបម្រើកងទ័ពក្នុងនោះពេលនោះខ្ញុំក៏ទទួលយកសិស្សជាមួយគ្នាដែលជាយុវជនហ្នឹងព្រោះខ្ញុំជាសម្ព័ន្ធយុវជនកាលនោះបាន69នាក់ចូលទៅបម្រើទ័ពជាមួយនឹងខ្ញុំទៅខាងផ្នែកវិទ្យុតាក់ទងរហូតមកទល់បច្ចុប្បន្ននេះអ្នកខ្លះក៏ស្លាប់អ្នកខ្លះក៏របួសពិការជើងអ្នកខ្លះក៏នៅមិនដល់10នាក់ទេទាំងខ្ញុំអញ្ចឹងសូមឲ្យបងប្អូនហើយក៏ក្រោយមកខ្ញុំនៅជួយសង្គមរហូតដល់ធ្លាក់ខ្លួនពិការហើយបាត់បង់សមត្ថភាពហើយនៅជួយជាក៏ដូចជាជួយដល់សិស្សនៅក្នុងសាលាដូច8ឆ្នាំជាងហើយមកធ្វើ កូនពូបានអាហារូបករណ៍សម្ដេចតេជោឬមួយក៏សម្ដេចធិបតី ទេថាអាហារូបករណ៍របស់សម្ដេចធិបតី សម្ដេចធិបតីបាទ ព្រោះគេឲ្យយើងទៅដាក់ពាក្យតែគេថាអាហារូបករណ៍របស់សម្ដេចបវរ បាទអញ្ចឹងគ្រាន់តែជូនជាព័ត៌មាននេះទៅសម្ដេចមហាបវរឲ្យលោកជ្រាបសម្ដេចជ្រាបលោកជាព័ត៌មាន តែអ្នកផ្សេងទៀតគេផ្សេងទៀតអត់មានបញ្ហាទេមានតែបញ្ហាតែខាងកូនពូទេដែលមានបញ្ហាផ្សេងទៀតគេទទួលយកទាំងអស់40នាក់ដែលរៀនព្រឹក តែដូចគ្នាគេដូចគ្នាទាំងអស់ណាគេដូរវេនទៅយកដូចគ្នាទាំងអស់ អាហ្នឹងបាទអាហ្នឹងទៅអាហារូបករណ៍តែ7នាក់8នាក់ទេឬក៏7នាក់6នាក់តែប៉ុណ្្នឹងទេតែគេសរុបទាំងអស់40នាក់ឲ្យទៅរៀនតែបើសិនជាខាងអាឆមាសទី2ក្នុងឆ្នាំទី3ហ្នឹងគេដាច់ខាតមិនឲ្យរៀនព្រឹកទេឲ្យរៀនយប់ទាំងអស់គ្នាអាហ្នឹង បើរៀនព្រឹកបងលុយថែមណាបើរៀនព្រឹកបងលុយថែម តែលេងញ៉ាំមួយទៀតណាគ្រាន់តែអ្វីដែលសំខាន់បំផុតគឺសុំសំណុំពរលើដៃសំពះក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលជាអ្នកគ្រប់គ្រងនៅសន្តិភាពនិងការពារសន្តិភាពសូមឲ្យសាលាជួយសម្របសម្រួលផងមេត្តាជួយសម្របសម្រួលផងព្រោះខ្ញុំជាជនពិការដែលមានកូនពិការកោត្រង់ហ្នឹង4នាក់ទៅទៀតហើយកូនចៅនោះអត់កោទេដែលសម្ដេចដែលឯកឧត្តមតាំងខែបន្ថតលោកមកកាត់តបកសេរីឥឡូវអត់កោទេអាយុ2ឆ្នាំជាងហើយនិយាយចាទាំងអស់អ្នកឯកឧត្តមបាទគុណណាឯកឧត្តមតាំងខែបន្ថតដែលលោកមកបានចូលមកជាវិទ្យុគាត់ទៅជួសមួយដ៏ធំសម្រាប់កាត់តបក
កក់ចរិតដល់កូនគោទាំងពីរនេះតែប្តីប្រពន្ធគេជាគោឥឡូវចៅអត់គោទេអានឹងគ្មានអីទេគ្រាន់តែតំណពោតែប៉ុណ្្នឹងទេជ្រាបជាព័ត៌មានដល់សម្ដេចមហាបវរធិបតីផងសាលាបញ្ញាជាតិឈ្មោះចនរតនៈបាទចនរតនៈបាទអរគុណណាគ្រប់សុំចេះសូមបងប្អូនប្រិយមិត្តជួយឲ្យយោបល់ខ្ញុំផងមានបងប្អូននៅក្នុងសម្លេងការពិតនិងវិជ្ជា7មករាយើងទាំងអស់ថាតើឲ្យខ្ញុំឈប់ឲ្យកូនរៀនតទៅទៀតដល់គ្មានលទ្ធភាពដែលគ្មានសញ្ញាបត្ររៀនពាក់កណ្ដាលត្រូវឈប់ឬក៏ឲ្យរៀនតែបើឲ្យរៀនព្រោះមិនវាអត់លទ្ធភាពជួលផ្ទះនៅក្នុងគ្មានផងហើយក៏មិនហ៊ានជិះមកផ្ទះទេម៉ូតូព្រោះស្គាល់ហើយបច្ចុប្បន្ននេះក្មេងពិបាកណាស់ហើយគាត់មិនហ៊ាននៅយប់ទេតែម៉ោង7ជាងឡើងចូលសាលារៀនហើយយប់ចូលសាលាក្នុងផ្ទះតែឲ្យស្វែងសិក្សាអញ្ចឹងអរគុណណាគ្រប់ជួបបាទអរគុណបាទពោទាំង4ប្រការអាយុវណ្ណៈសុខៈពលៈនិងក្រុមគ្រួសារពិសេសលោកជំទាវបត្រាមន្ត្រីជួបតែនៅសេចក្តីសុខនិងចម្រើនទាំងអស់គ្នាណាអរគុណអាយដាមបាទអរគុណលោកពូចនបាទគាត់មានបញ្ហាពាក់ព័ន្ធនឹងការសិក្សារបស់កូនដែលបានសំណូមពរទៅសាលាសាកលវិទ្យាល័យបញ្ញាជាតិហើយមែនតើទៅកូនក៏បានទទួលហារូបករណ៍ពីសម្ដេចធិបតីរយៈពេល4ឆ្នាំបញ្ញាបត្រច្បាប់អញ្ចឹងទេការបង់ថ្លៃសាលាបង់អីនេះគឺថាគាត់រួចខ្លួនណាសម្ដេចធិបតីជាអ្នករ៉ាប់រងនេះជាសំណាងមួយធំជាឱកាសមួយដែលអ្នកដតីទៀតយុវជនដតីទៀតចង់បានដែរក៏តែមិនមានឱកាសបែបនេះទេអ្នកខ្លះចង់រៀនដែរក៏ប៉ុន្តែអត់មានលទ្ធភាពបង់ថ្លៃសាលាទេវាថ្លៃហើយសាលាជាសាលាឯកជនទៀតបញ្ញាជាតិជាសាលាឯកជនហើយសម្រាប់កូនលោកពូគឺថាមានភ័ព្វវាសនាមានសំណាងល្អជាងយុវជនផ្សេងទៀតច្រើនណាស់ដែលគេចង់រៀនដែរក៏ប៉ុន្តែអត់មានលុយបង់ថ្លៃសាលាបាទក៏តែគាត់ថាមានការចំណាយផ្សេងទៀតអានេះជាការងារផ្ទៃក្នុងកិច្ចការរដ្ឋបាលរបស់សាលាឯកជនគេមានតម្រូវការបង់ថ្លៃរដ្ឋបាលបង់ថ្លៃសម្ភារបំពាក់អីថែមតិចតួចក៏តែចំពោះការបង់ថ្លៃសាលាគឺយើងរួចបាទនេះថាសម្ដេចធិបតីរ៉ាប់រងតាមរយៈអាហារូបករណ៍បាទអញ្ចឹងនេះគឺជាឱកាសមាសហើយបើបានរៀនដល់ឆ្នាំទី3ហើយគឺថាកុំបោះបង់ចោលទៅខិតខំតស៊ូពុះពៀយ៉ាងម៉េចឲ្យកូនបានរៀនចប់ពីព្រោះមានតែការអប់រំការសិក្សាទេចំណេះវិជ្ជាទេដែលអាចកែប្រែនៅវាសនាអនាគតរបស់យើងបានមិនមែនតែវាសនាអនាគតរបស់កូនគឺរបស់គ្រួសាររបស់ពុកម្ដាយទាំងមូលហើយយើងគិតថាមានការលំបាកចង់បោះបង់ចោលសូមកុំជឿយកការបោះបង់ចោលពីព្រោះយើងត្រូវគិតថាមានអ្នកជាច្រើនទេដែលគេចង់រៀនតែអត់មានលុយរៀនបង់សាលាទេអញ្ចឹងកូនរបស់យើងនេះគឺថាមានឱកាសល្អជាងគេច្រើនណាស់ទទួលបានអាហារូបករណ៍បញ្ញាបត្រ4ឆ្នាំមិនធម្មតាណាបង់អស់រាប់ពាន់រាប់ម៉ឺនដុល្លារដើម្បីរៀនចប់ក៏តែគាត់មានការលំបាកមួយចំនួនដោយសារកូនគាត់សុខភាពមើលទៅដូចជាមិនអំណោយផលដូចគេដតីទៀតទេហើយការធ្វើដំណើរយប់ទៅហ្នឹងក៏ពិបាកមិនដូចអ្នកគេដតីដែលគេមានសុខភាពរឹងមាំធម្មតាអីហ្នឹងនោះទេអញ្ចឹងបញ្ហាគឺដល់តម្រូវការឆ្នាំទី3ឆមាសទី2គេតម្រូវឲ្យដូរមករៀនយប់បាទនេះជាកិច្ចការរដ្ឋបាលការចាត់ចែងរបស់សាលាឯកជននីមួយៗយើងហាមគេមិនបានទេព្រោះគេមានការរៀបចំម៉ោងរៀនម៉ោងពេលទៅតាមចំនួនសិស្សទៅតាមគ្រូទៅតាមមុខវិជ្ជាតាមអីហ្នឹងគឺគេចាត់ចែងទៅតាមស្ថានភាពរបស់សាលានីមួយក៏តែគាត់ថាសម្រាប់អ្នកដទៃទៀតបើជាមានបញ្ហាទេគេអាចដូរទៅបានយប់ហើយថ្ងៃគេអាចធ្វើការគេអាចធ្វើនេះធ្វើនោះរកចំណូលបានថែមទៀតមែនតើអ្នកដទៃចង់រៀនយប់ទេហើយឧបករណ៍រៀនយប់បានគឺល្អតែសារថ្ងៃគេអាចជួយការងារគ្រួសារគេអាចរកនេះរកនោះធ្វើការ
ថែមអីបានចំណូលភាគច្រើនគឺគេចង់រៀនយប់វិញតែមែនតើដូចសុំជាសាស្ត្រាចារ្យដែលធ្លាប់រៀននៅមហាវិទ្យាល័យយុវជនយើងចង់រៀនយប់ដោយសារថ្ងៃធ្វើការជួយក្រុមគ្រួសារក៏តែសម្រាប់កូនលោកពូចនវាខុសពីគេដោយសារគាត់មានបញ្ហាសុខភាពមិនរឹងមាំដូចគេនោះទេអញ្ចឹងគាត់មានបញ្ហាលំបាកអញ្ចឹងទេអាចថាគួរសាលាគិតគូពិចារណា case by case ទៅតាមករណីនីមួយៗចំពោះករណីជាក់ស្ដែងពាក់ព័ន្ធទៅនឹងកូនគាត់ដែលមានបញ្ហាសុខភាពអញ្ចឹងគួរតែមានការយោគយល់ការលើកលែងណាហើយចំណែកអ្នកដទៃទៀតគឺគេអនុវត្តតាម policy តាមគោលនយោបាយហ្នឹងនឹងចោះកំតែសម្រាប់សិស្សមួយចំនួនដែលគាត់មានបញ្ហាសុខភាពហើយមិនអាចរៀនយប់បានហ្នឹងគឺថាគួរតែមានការយោគយល់ការអធ្យាស្រ័យមិនទាំងអស់គ្នាអ្នកដទៃទេបើគេចង់រៀនយប់ទេគេមិនចង់រៀនថ្ងៃកំតែសម្រាប់គាត់ដោយសារគាត់មានបញ្ហាសុខភាពអញ្ចឹងក៏គួរតែសាលាយោគយល់ដែរហើយយើងមិនអាចបង្ខំសាលាបានទេមិនអាចទៅសូមអន្តរាគមន៍ថ្នាក់ដឹកនាំទៅបង្ខំសាលាបានដោយសារនេះជាសាលាឯកជនជាវិស័យឯកជនកំតែយើងអាចចរចាព្យាយាមទៅជែកចរចាសុំសាលាឲ្យគាត់មានការយោគយល់ដោយសារស្ថានភាពគ្រួសារស្ថានភាពសុខភាពយើងវាបែបនេះបាទអញ្ចឹងចាំយ៉ាងម៉េចអាចយើងនឹងជូនព័ត៌មាននេះទៅថ្នាក់ដឹកនាំកែលោអាចជួយនិយាយជាមួយសាលាបានការយោគយល់ព្រោះជាសាលាឯកជនយើងមិនអាចទៅបញ្ជាប្រកបគេបានទេការគ្រប់គ្រងរបស់គេអញ្ចឹងទេមានតែការទៅជែកគ្នាការស្នើសុំទេណាស្នើសុំការយោគយល់ទៅលើករណីជាក់ស្ដែងមួយបាទព្រោះវាជាវិស័យឯកជនយើងមិនអាចទៅបង្ខំប្រកបបញ្ជាគេបានក៏តែគាត់ចង់បញ្ជាក់ថាកុំបោះបង់ចោលពីព្រោះមានយុវជនច្រើនណាស់ដែលអត់មានឱកាសទទួលបានអាហារូបករណ៍បែបនេះនោះទេតែចង់រៀនដែរក៏តែអត់មានលុយបង់សាលាត្រូវបោះបង់ការសិក្សាអញ្ចឹងយើងទទួលបានឱកាសមាសនេះហើយខិតខំពុះពៀជំនះការលំបាកគ្រប់បែបយ៉ាងធ្វើម៉េចបន្តទៅទៀតឲ្យកូនបានរៀនចប់ហើយចាំមើលក្រុមការងារអាចនឹងទៅជែកស្នើសុំសាលាយ៉ាងម៉េចបានហើយមានការយោគយល់ការជាស្រ័យទៅលើករណីជាក់ស្ដែងនីមួយៗដូចជាករណីអញ្ចឹងដែលសិស្សមានបញ្ហាសុខភាពបាទសូមអរគុណបាទឥឡូវដោយសារមានប្រិមិត្តមួយរូបទៀតកំពុងតែរងចាំខ្ញុំសូមទូប្រិមិត្តខ្សែទី2មុននឹងបន្តការអធិប្បាយបន្តទៀតបាទហៅឡូជំរាបសួរបាទជំរាបសួរឲ្យដល់ជំរាបសួរបាទលោកពូវ៉ុនណាសម្លេងបាទសុខសប្បាយជាទេខានជួបគ្នាយូរតែសម្លេងដូចមិនផ្លាស់ប្ដូរអីទេបាទបាទអាយដល់អរគុណណាបាទយ៉ាងម៉េចដែរសុខទុក្ខបាទខាងខ្ញុំមិននៅសុខបាយជាធម្មតាទេអាយដំខាងអាយដំយ៉ាងម៉េចដែរក៏ត្រាប់តែអាយដំពវិក៏អាយដំបានតែក្តីសុខទុក្ខយ៉ាងណាដែរអាយដំបាទសុខទុក្ខធម្មតាទេសុខភាពក្រុមគ្រួសារអីក៏នឹករលឹកដល់ប្រិមិត្តរបស់យើងខានជួបយូរដោយសារការងារមមាញឹកឥឡូវព្រឹកនេះបានមកជួបគ្នាជាថ្មីបន្តទៀតបាទហើយសង្ឃឹមថានឹងជួបគ្នាតាមកម្មវិធីពេលវេលាដែលបានកំណត់បន្តទៀតបាទឥឡូវកុំឲ្យខាត់ពេកខ្ញុំសូមជូនវេទិកាទៅលោកពូចុះព្រឹកនេះមានអីចង់លើកឡើងសូមអញ្ជើញបាទអរគុណណាស់អរគុណណាស់អញ្ចឹងមុនចូលរួមក្នុងទីសម្លេងការពិតព្រឹកនេះក៏ខ្ញុំគ្រប់គ្រងទៅបលនឹងប្រសាឯកឧត្តមពីដើមកម្មវិធីហូតដល់មិញនេះហើយក៏ខ្ញុំសូមនិយាយខ្លីជាមួយលោកអូនសំច័ន្ទមិញអាយឧត្តមមានថាមិញនេះគឺជារឿងត្រឹមត្រូវបំផុតលោកអូនបងយើងកំពុងតែរៀនបើនិយាយពីទៅមុខវាឆ្ងាយណាស់ទៅហើយឆ្ងាយណាស់ទៅហើយចង់ដល់ត្រូវហើយចិត្តដល់ហើយបាទចិត្តចប់បាទកុំឲ្យកូនឈប់បាទយុវជនជាច្រើនរាប់ពាន់រាប់ម៉ឺនអ្នកដែលចង់កន្លែងនេះក៏ប៉ុន្តែដែលជួបវាសនាភពវាសនាកូនរបស់អូនបានរៀនដល់កំពូលទោះបីលំបាកយើងពីនោះមកក៏យើងលំបាកដែរបាទណាយើងដឹងហើយអញ្ចឹងហើយកូនយើងជួងនឹងដល់ត្រៃនៅបន្តិចទៀតដល់ត្រៃហើយបាទអញ្ចឹងសូមបងអូនកុំបោះបង់កុំឲ្យក្មួយប្រុសបោះបង់ឲ្យក្មួយបន្តរហូតដល់ត្រៃបោះក្មួយជារឿងមួយល្អបំផុតសម្រាប់យុវជនចំនួនក្រោយបាទត្រឹមត្រូវបាទព្រោះយើងចាស់ហើយបងអូនសំចនបងអូនខ្ញុំតែមួយឆ្នាំទេគាត់67ខ្ញុំ68បាទអញ្ចឹងអានឹងជាមតិយោបល់របស់ខ្ញុំនៅចំកាត់មុនខ្ញុំឯណោះបាទត្រឹមត្រូវបាទហើយខ្ញុំសូមថ្លែងអំណរអគុណនិងខ្ញុំសូមគោរពពីចម្ងាយដល់សម្ដេច
ទៅចូលហ៊ុនសែនប្រមុខដឹកនាំបៃតាសន្តិភាពដូចសពថ្ងៃបាទហើយនឹងខ្ញុំសូមគោរពដល់សម្ដេចបវរធិបតីផងដែរខ្ញុំមានមោទនភាពណាស់ដែលរស់នៅក្រមលុបសុខសន្តិភាពព្រៀបលើផ្ទៃប្រទេសព្រោះខ្ញុំវ័យចំណាស់វាហៅថា68ឆ្នាំថ្មីនេះទៅហើយចាំមិនហើយអញ្ចឹងខ្ញុំមានមោទនភាពมันអាចបំភ្លេចបាននៅគុណូបការៈដ៏ធំធេងរបស់សម្ដេចរាជហ៊ុនសែនដែលលោកខំយកជីវិតទៅជាដើមទុនសម្ដោះទឹកសម្ដោះដីឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានសិទ្ធិសេរីភាពពេញព្រៀបលើផ្ទៃប្រទេសមិនថាតែរូបខ្ញុំមិនថាតែរូបបងប្អូនទូទាំងប្រទេសអញ្ចឹងគុណូបការៈដ៏ធំធេងនេះយើងមិនអាចបំភ្លេចបានទេបាទមិនអាចបំភ្លេចបានទេដោយពួកក្រុមយុវជនពួកក្រុមទៀមក្រៅច្បាប់ចិត្តតែដុតរូលណាចិត្តតែបំពល់សង្គមចិត្តតែរុញឲ្យខ្លោចរួចឲ្យឆៅប្រទេសជាតិកាន់តែក្រទៅក្រុមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្រុមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតគឺថារបបផ្ដាច់ការពួកនេះបានត្រឹមនិយាយត្រឹមថាទេបានត្រឹមនិយាយត្រឹមថាទេព្រោះថាផ្ដាច់ការពួកអស់នេះមិនមែនតន់ស្គាល់ច្បាស់ណាដោយសម័យខ្ញុំសម័យបងទឹមចនឬក៏សម័យបងចំនួនមុនយុវជនចំនួនមុនណាប្រាក់ស្រីរស់នៅច្រើនណាស់អញ្ចឹងយើងជាប្រជាពលរដ្ឋយុវជនចំនួនក្រោយក្មួយបងប្អូនសំណាង1000តំណាង10000តំណាងទៅហើយដែលរស់កើតតន់នៅសម័យអភិវឌ្ឍសម័យសន្តិភាពក្រមរូបសន្តិភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកយកជីវិតទៅជាដើមទុនរំដោះទឹករំដោះដីឲ្យយើងបានរស់រៀនមានជីវិតដល់ថ្ងៃនេះបើគ្មានឪពុកម្ដាយអ្នកក៏គ្មានជីវិតអ្នកដល់ថ្ងៃនេះដែរសូមក្មួយឲ្យបានជាយុវជនចំនួនក្រោយឲ្យបានជាឲ្យបានច្បាស់ពីសម័យសង្គមសម័យបច្ចុប្បន្នពីសម័យមុនខ្ញុំមិនបាច់រៀបរាប់ព្រោះខ្ញុំវាឆ្អែតខ្ញុំវាឆ្អន់វាហល់ទៅហើយនៅនឹងសង្គ្រាមនៅនឹងការកាប់សម្លាប់ណានឹងការកាប់សម្លាប់ព្រោះសាក់សីរស់នឹងនៅច្រើនណាស់គាត់ដឹងហើយគាត់ឆ្អែតហើយគាត់ឆ្អន់ហើយអញ្ចឹងយើងខំពុះផ្ដុំខំថែទាំសុខសន្តិភាពដោយសពថ្ងៃហ្នឹងវាគ្មានអីប្រសើរជាងសន្តិភាពគ្មានអីប្រសើរជាងសន្តិភាពទេយើងឃើញស្រាប់ហើយសន្តិភាពបងប្អូនមានការរំលែកធ្វើបុណ្យធ្វើទានរៀបអាពាហ៍ពីចំការដើរហៅទៅណាមកណាក៏បានអត់បបាក់ត្បិតបបាក់ស្នាមទេធ្វើមិនឲ្យយើងបើកបងគោរពច្បាប់ចរាចរណ៍ណាជារឿងមួយត្រឹមត្រូវបំផុតយើងរកស៊ីអីមួយឲ្យតែស្របច្បាប់ប្រទេសយើងកុំរកស៊ីលួចកុំរកស៊ីប្លន់កុំរកស៊ីជួញថ្នាំញៀនណាយើងកុំដើរកាប់ដើរចាក់ណាបងធំបងតូចជារឿងមួយខុសច្បាប់រឿងនឹងហើយបានខ្ញុំចិត្តតែនិយាយខ្ញុំចេះថាខ្ញុំអរគុណណាស់ដែលមានមលុបសន្តិភាពដូចសប្តាហ៍អញ្ចឹងខ្ញុំមិនភ្លេចទេថាដូចសប្តាហ៍នេះទោះបីខ្ញុំនៅចុងកាត់មកញោកដាច់កាយាពីទីក្រុងមែនពិតក៏ប៉ុន្តែចិត្តខ្ញុំដូចនៅក្នុងទីក្រុងថ្មីនេះ3ឆ្នាំកន្លងមកនេះដែលគុណូបការៈមិនអាចបំភ្លេចបានដែលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចពុកហ៊ុនសែនដែលលោកជួយមកខ្ញុំសុខចិត្តយកចំណាយទុនដែលសម្ដេចលោកជួយលោកឧបត្ថម្ភឲ្យ$300ខ្ញុំយកមកទិញកូនស្វាយចន្ទីចែកកូនចែកចៅខ្ញុំដាំបានប្រមូលផលហើយសប្តាហ៍នេះបានប្រមូលផលហើយដោយសារអីដោយសារគុណូបការៈដ៏ធំធេងណាសម្ដេចដែលខំរំដោះទឹករំដោះដីឲ្យប្រជាពលរដ្ឋឲ្យរូបខ្ញុំបានរួមរស់ដោយសប្តាហ៍សម្ដេចណានឹងជួយពុំបាច់ពីមាត់បរិបពីកសម្ដេចដែលជួយឧបត្ថម្ភដល់រូបខ្ញុំជនតំបន់ដែលកសិករកេសរនៅចុងកាត់មាត់ញោកឥឡូវខ្ញុំបានពុកបានផលដែលសម្ដេចឧបត្ថម្ភឲ្យខ្ញុំយកមកខ្ញុំចាយឲ្យត្រូវទិសដៅគុណូបការៈដែលសម្ដេចពុកសម្ដេចតារបស់ខ្ញុំនេះដែលលោកឧបត្ថម្ភឲ្យខ្ញុំយកមកចាយកូនចាយចៅទុកជាគេមរតករបស់តាយើងរបស់ពុកយើងដែលគាត់គ្មានអីដ៏ធំធេងឲ្យយើងបានគុណូបការៈប៉ុណ្នេះយើងជារឿងមួយធំធេងសម្រាប់យើងគ្រប់គ្នានឹងខ្ញុំប្រាប់បងប្អូនខ្ញុំបាទអញ្ចឹងសប្តាហ៍សម័យបច្ចុប្បន្ននេះដែលភោគផលលុយកាក់ប្រាក់កាសដែលសម្ដេចលោកឧបត្ថម្ភខ្ញុំទិញកូនស្បែកបាន5-600ដើមខ្ញុំឲ្យកូនខ្ញុំដាំ
អាចប្រមូលផលបានជាបណ្ដាទៅហើយអញ្ចឹងហើយសូមបងប្អូនរួមជាតិទូទាំងប្រទេសយើងកុំមើលឃើញតែម្ខាងយើងមើលឃើញឲ្យសពជ្រុងណាសម័យបច្ចុប្បន្នសម្ដេចលោកមិនដើរធ្វើបានលោកមិនដើរទុកឲ្យប្រជាពលរដ្ឋណាអត់បើលោកមិនដើរទុកឲ្យប្រជាពលរដ្ឋណារងគ្រោះដោយប្រការណាមួយមិនមែនដូចជនបរទេសមួយចំនួនឬក៏ជនទុច្ចរិតមួយចំនួនចេះតែវាយប្រហារមករដ្ឋាភិបាលថ្នាក់ដឹកនាំជាតិដូចសម័យបច្ចុប្បន្នហ្នឹងមានបុគ្គលខ្លះខ្លាញ់បន្លំនៅយកព្រះសាលៈរបស់សម្ដេចតាទូតរបស់ផងយើងណាយកទៅគូយកទៅធ្វើសក់ធ្វើអីជារឿងមួយមិនត្រឹមត្រូវទោសនេះទោសបត់ចិត្តមិនអាចអត់អន់បានទេព្រោះប្រជាពលរដ្ឋទូទាំងប្រទេសលោកគោរពណាលោកគោរពលោកស្រឡាញ់អញ្ចឹងខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលនៅtrongកាត់មុនខ្ញុំនេះខ្ញុំមិនអាចឈរបាំងដៃមើលបានខ្ញុំត្រូវតែប្រឆាំងដល់ឆាននៅគ្រប់ទង្វើណាគ្រប់សកម្មភាពជនល្មើសជនទុច្ចរិតជនបង្កឲ្យប្រទេសជាតិខ្លោចរស់ឲ្យប្រទេសជាតិលិចលង់ទៅត្រឡប់ទៅ3ឆ្នាំ8ខែនិង20ខែដោយពលពវិញខ្ញុំអត់ប្រកទេព្រោះខ្ញុំជាពលរដ្ឋខ្ញុំរស់នៅឆ្លងកាត់ទៅវិលវត្តសង្សារសម្បាក់ល្វីងជួចអស់នេះបើអញ្ចឹងខ្ញុំគ្មានអីវែងឆ្ងាយអាយដាមមានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាអាយដាមអរគុណណាស់លោកពូវ៉ុនដែលបានលើកពីកត្តាសន្តិភាពនេះគឺសំខាន់គឺធំជាងអីទាំងអស់សន្តិភាពនេះបង្កើតឱកាសច្រើនណាស់សម្រាប់យើងមានសន្តិភាពវាបង្កើតនៅឱកាសការងារឱកាសការសិក្សារៀនសូត្រយើងមានឱកាសបញ្ជូនកូនចៅយើងទៅរៀនបានប្រកបការងាររបរអាជីវកម្មស្ដីសុខសុភមង្គលសូម្បីតែចូលឆ្នាំថ្មីប្រពៃណីជាតិយើងថ្មីកន្លងទៅនេះប្រជាពលរដ្ឋសប្បាយរីករាយណាគឺថាចង់ដើរទៅកន្លែងណាក៏បានដែរអត់មានបារម្ភរឿងបញ្ហាសន្តិសុខណាកន្លែងណាក៏រៀបចំនៅពិធីការជួបជុំបកបរិយាកាសសប្បាយសម្រាប់ប្រជាពលរដ្ឋដែរតាមរយៈការរៀបចំសង្ក្រាន្តទាំងនៅអង្គរទាំងនៅតាមរាជធានីខេត្តនានាទាំងអស់អាហ្នឹងដោយសារតែកត្តាសន្តិភាពហើយបើមិនមានសន្តិភាពទេយើងប្រហែលជាចូលឆ្នាំប្រពៃណីគឺនៅសង្ងំក្នុងផ្ទះមិនហ៊ានចេញទៅណានោះទេណាហើយដោយសារតែកត្តាសន្តិភាពនេះហើយរដ្ឋាភិបាលខិតខំធ្វើម៉េចបង្កើននៅឱកាសការងារតេទីនៃវិនិយោគណាខិតខំអភិវឌ្ឍលើគ្រប់វិស័យហើយបើមិនមានសន្តិភាពនេះគឺថាការវិវត្តអីក៏មិនអាចទៅរួចបានដែរណាហេដ្ឋារចនាសម្ព័ន្ធស្ពានខ្នល់សាលារៀនផ្លូវអីហ្នឹងគឺថាធ្វើមិនបានទេបើសិនជាមិនមានសន្តិភាពនេះអញ្ចឹងសន្តិភាពនេះគឺធំជាអ្វីទាំងអស់អញ្ចឹងបានរាជរដ្ឋាភិបាលតាំងពីចំនួនសម្ដេចតេជោដល់ចំនួនសម្ដេចធិបតីនេះគឺថាផ្ដោតអត្ថភាពទៅលើការការពារថែរក្សាសន្តិភាពអញ្ចឹងជនណាក៏ដោយក្រុមណាក៏ដោយតែកាលណាធ្វើសកម្មភាពក្នុងចេតនាញុះញង់បកកភាពចលាចលបំផ្លាញសន្តិភាពដែលយើងកំពុងតែមាននេះគឺដាច់ខាតទេគឺថាមិនអនុញ្ញាតនោះទេហើយត្រូវតែប្រើប្រាស់នៅវិធានការច្បាប់ដោយគ្មានការលើកលែងណាពីព្រោះវានៅមានក្រុមជលនិយមមួយចំនួនដែលមិនសប្បាយចិត្តទៅនឹងការរីកចម្រើនទៅនឹងសន្តិភាពដែលប្រជាពលរដ្ឋកំពុងតែសប្បាយរីកនេះទេអត់ទេគេចង់ឃើញយ៉ាងម៉េចឲ្យវាលំលាយឲ្យមានភាពចលាចលវិនិច្ឆ័យហើយខ្ទេចខ្ទីអាហ្នឹងជាមជ្ឈតានយោបាយអញ្ចឹងគេប្រើគ្រប់វិធីទាំងអស់ក្រុមហ្នឹងអត់ហ៊ាននៅក្នុងស្រុកទេនៅតែខាងក្រៅហ្នឹងក៏មិនហ៊ានចូលមកទេក៏ប៉ុន្តែប្រើប្រាស់នៅអបាយកលទុច្ចរិតគ្រប់បែបយ៉ាងទាំងអស់ដូចថ្មីហ្នឹងឃើញមានយុទ្ធនាការណាប្រាក់រៀលណាទេតាអាហ្នឹងសិតតែយុទ្ធនាការដែលខុសច្បាប់ហើយជាយុទ្ធនាការដែលបំផុសបំផុលហើយមានការបះបោរការផ្ដួលរំលំរដ្ឋាភិបាលប្រកបភាពចលាចលក្នុងប្រទេសអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋយើងមានការប្រុងប្រយ័ត្នកុំមានការពាក់ព័ន្ធឲ្យសោះហើយប្រសិនបើឃើញថាមានបញ្ហានេះនៅកន្លែងណាសូមរាយការណ៍ជូនសមត្ថកិច្ចដើម្បីយើងមានវិធានការទប់ស្កាត់បានតាន់ពេលដើម្បីថែរក្សានៅសន្តិសុខសុវត្ថិភាពនិងសន្តិភាពដែលយើងកំពុងតែមានណាគឺសមត្ថកិច្ចក៏ដោយរដ្ឋាភិបាលដាច់ខាតមិនអនុញ្ញាតឲ្យក្រុមជននិយមទាំងអស់នេះធ្វើអំពើវិធានសនាធ្វើសកម្មភាពនានាដែលគំរាមកំហែងប៉ះពាល់ទៅដល់សន្តិសុខសុវត្ថិភាពនិងសន្តិភាពរបស់ប្រទេសជាតិរបស់យើងនោះទេអញ្ចឹងសូមចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីទប់ស្កាត់នៅអបាយកលទុច្ចរិតរបស់ក្រុមជននិយមទាំងអស់នេះបើថាក្រុមនេះយើងមើលទៅមួយថ្ងៃអត់មានគិតអីពីធ្វើម៉េចឲ្យប្រជាពលរដ្ឋ
ចម្រុងចម្រើននេះនោះទេគឺថាគិតធ្វើម៉េចឲ្យតែវាចលាចលសំបីតែយើងកំពុងតែខិតខំចរចាដោះស្រាយបញ្ហាពន្ធជាមួយនឹងអាមេរិកណារកគ្រប់វិធីសាស្ត្រគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារផលប្រយោជន៍របស់អ្នកវិនិយោគរបស់ប្រជាពលរដ្ឋយើងក្រុមនោះគឺថាមិនបានគិតគូរជួយជុំគ្នាអីទេមានតែទៅសម្បរគេនឹងឲ្យដាក់ទណ្ឌកម្មបន្ថែមទៀតមកលើប្រជាពលរដ្ឋមកលើប្រទេសជាតិរបស់យើងហើយរកតែវិធីមិនឲ្យវាចលាចលឲ្យញ៉ែញ៉ៃពេញទឹកពេញដីដើម្បីបំផ្លាញចោលនៅអ្វីដែលកំពុងតែមាននេះអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋយើងមានការប្រុងប្រយ័ត្នហើយពិចារណាថាអ្នកណាដែលគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងពិតប្រាកដហើយអ្នកណាដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនចង់អាណាស្លាប់មិនក៏ស្លាប់ទៅអាហ្នឹងគឺថាយើងអាចមើលឃើញច្បាស់ណាតាមរយៈទង្វើនិងសកម្មភាពរបស់ក្រមជលយមទាំងអស់នេះបាទអរគុណណាស់ឥឡូវដោយសារតែមានប្រិមិត្តយើងមួយខ្សែទីកំពុងរងចាំកុំឲ្យខាតពេកខ្ញុំសូមទទួលប្រិមិត្តខ្សែបន្តរបស់យើងសិនបាទអាឡូជំរាបសួរបាទបាទអូនសំណាងហៅទូរស័ព្ទពីខាងខុំរិទ្ធមន្ត្រីស្រុកកំពង់រោពីខាងខេត្តស្វាយរៀងសូមអនុញ្ញាតគ្រប់ជំរាបសួរឲ្យតំបងបាទជំរាបសួរបងអូនប្រុសសំណាងហើយយ៉ាងម៉េចខានជួបគ្នាយូរសុកទុកអីយ៉ាងម៉េចដែរបាទពីខាងស្វាយរៀងបាទរៀនសុកទុកទៅក្រោមសម័យកាលនៃមលុបនៃសុខសន្តិភាពនិងស្របជូនប្រទេសយើងកំពុងតែមានការអភិវឌ្ឍនិងរីកចម្រើនសុខសប្បាយទៅតាមនឹងដែរទៅជិះខាងឯកឧត្តមនិងអ្នកបងជំទាវនិងក្រុមគ្រួសារសុខសប្បាយយ៉ាងណាដែរចឹងតើបាទខាងបងហើយនឹងក្រុមគ្រួសារមិនអីទេក៏ប៉ុន្តែនឹករលឹកដល់ប្រិមិត្តរបស់យើងនៃចង់ជួបឲ្យបានទៀងទាត់តែវាមានបញ្ហាមានការមិនមានញឹកអញ្ចឹងទេក៏ខានជួបគ្នាមួយរយៈតែពេលនេះបានជួបគ្នាវិញតាមពេលវេលាដែលបានកំណត់បាទបងប្អូនសំណាងកុំឲ្យខាត់ទេបងជូនវេទិកាទៅបងព្រោះបងដឹងថាបងមានយោបល់ច្រើនជាយុវជនមួយដែលមានការសិក្សាស្វែងយល់បានច្រើនមានទស្សនៈទូលំទូលាយអញ្ចឹងបងជូនវេទិកាដើម្បីបងអាចចែករំលែកទៅដល់បងប្អូនប្រជាពលរដ្ឋនិងយុវជនរបស់យើងដទៃទៀតបាទសូមអញ្ជើញបាទជាបឋមខ្ញុំបាទសូមការអនុញ្ញាតគោរពជំរាបសួរសម្ដេចព្រះមហាសេនាបតីតេជោប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមអនុញ្ញាតគោរពជំរាបសួរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពជំរាបសួរសម្ដេចត្រង់ឯកឧត្តមលោកជំទាវអរលោកស្រីប្រិមិត្តអ្នកទស្សនានៅលើเพจយុវជន7មករានិងប្រិមិត្តអ្នកស្ដាប់នៅវិទ្យុបាយ័នដោយទឹកចិត្តគោរពស្រឡាញ់បាទសូមគោរពជំរាបសួរឯកឧត្តមបងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីសម្លេងការពិតនៅថ្ងៃ6កើតខែពិសាឆ្នាំម្សាញ់សព្វស័ក្តិពុទ្ធសករាជ2568បាទអរគុណណាស់បាទហើយសូមគោរពជំរាបសួរក្រុមការងារអ្នកសម្របសម្រួលទទួលខ្សែទូរស័ព្ទនៅក្នុងបងញៀននិងបងតានិងប្រិមិត្តទាំងអស់នៅក្នុងប្រជាណាចក្រកម្ពុជាទាំងក្នុងនិងក្រៅប្រទេសដោយទឹកចិត្តរាប់អានផងដែរទៀតបាទថ្ងៃនេះអនុញ្ញាតឲ្យខ្ញុំបាទមានមតិយោបល់នៅក្នុងសម្លេងការពិតដើម្បីវិជនជាដំបូងនេះបងសូមលើកនៅហើយក៏សូមគាំទ្រនៅលោកគ្រូតាក៏ដូចជាលោកអ៊ំចនក៏ដូចជាលោកអ៊ំវ៉ុនដែលលោកតែងតែអញ្ជើញចូលរួមហើយសិតតែជាត្រៀមច្បងចំនួនមុនដែលលោកបានកើតតនគ្រប់សម័យកាលទាំងអស់តាំងពីកំឡុងទសវត្សរ៍ទី70មកគឺលោកបានតនហើយអញ្ចឹងណាអញ្ចឹងពេលមិត្តយុវជនបងប្អូនយុវជនចំនួនក្រោយស្ដាប់ពួកគាត់ទៅអត់ខុសទេណាព្រោះយើងគ្រាន់តែជាអ្នកដើរលឿនទេប៉ុន្តែស្គាល់ផ្លូវគឺពួកគាត់នឹងហើយណាតែបានស្គាល់នៅស្មរភូមិថាកម្ពុជាយើងពីអតីតកាលជួបរឿងអីខ្លះរីឯខ្ញុំបាទដូចជាសំណាងអីនិងយុវជនបងប្អូនមកយើងជាទូទៅចំនួនក្រោយគឺយើងរស់ក្រោមមនោសន្តិភាពហ្នឹងណាយើងកើតមកគឺប្រទេសយើងបានឯកភាពជាតិបាទរីឯពួកគាត់កើតឡើងគឺនៅក្នុងសង្គ្រាមដូចចំនួនណាសម្ដេចតេជោដែលលោកនៅវ័យកុមារគេនេះរកសាលារៀនគ្មានផងតែយើងឥឡូវនេះពេលចំនួនតេជោខុសពីសម័យតេជោណាចំនួនតេជោគឺរកសាលារៀនអត់មានទេបើលោកមានសាលារៀនមិនលោកខំប្រឹងប្រែងប្រើនៅវិរិយភាពសេចក្តីព្យាយាមពីកំពង់ចាមរហូតមកដល់រាជធានីភ្នំពេញនៅវត្តនេះកវនទេអញ្ចឹងណាពេលតែយកលោកមានបច្ចុប្បន្នអាយុ13ឆ្នាំអញ្ចឹងក្នុងសតវត្សទី21ពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងទូនាទីលោកជារដ្ឋមន្ត្រីការបរទេសក្នុងទូនាទីលោកជាអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាលោកបានមួយឆ្នាំគឺលោកខំប្រឹងប្រែងដើម្បីបង្កើននៅអាហារូបករណ៍ពេលដែលលោកនៅជាអតីតនាយករដ្ឋមន្ត្រីលោកបានបកគលអាហារូបករណ៍ក្នុងមួយឆ្នាំ
ជាង 3000 អាហារូបករណ៍ជួនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាពេលនោះសម្ដេចនៅជាមេជាការទ័ពជើងគោកហើយសម្ដេចជាអ្នកគ្រប់គ្រងនៅអាហារូបករណ៍របស់សម្ដេចតេជោអញ្ចឹងណា បាទ ឥឡូវនេះគឺមានអាយមហ៊ុនម៉ាណែតយុវយន្តត្រីក្រសួងមុខងារសាធារណៈលោកជាអ្នកទទួលការមើលការខុសត្រូវម្ដងអញ្ចឹងឃើញថាអ្នកចេះគឺជាប់អញ្ចឹងបងប្អូនត្រូវខំប្រឹងប្រែងរៀនណាកុំទៅអាឡ័យសម័យអារឿងគ្រឿងញៀនអារឿងគ្រឿងកាប់ចាក់អុកដាវអុកប្រខាន់អុកអីអាវុធស្ត្រាវុធបတ်អីហ្នឹងតាមខ្នល់តាមអីហ្នឹងគឺវាអត់ប្រយោជន៍ទេអាហ្នឹងមិនមែនហៅថាយើងម្នាក់គំពីវប្បធម៌ម្នាក់ទេគឺយើងម្នាក់បំផ្លាញជាតិម្នាក់ហើយអាហ្នឹងបើយើងគិតអញ្ចឹងហ្នឹងបើនិយាយពីភាពវិជ្ជមាននិងអវិជ្ជមានអញ្ចឹងអ្វីដែលអូនក្នុងនាមជាយុវជនចង់លើកឡើងថាអ្នកចេះទៅជួបបងប្អូនខំរៀនទៅណាយើងកន្លែងមកដូចអូននេះដូចអូនស្រីមួយនេះកុមារីនេះតែគាត់លក់ផ្កានោះណាចូលឆ្នាំមកឃើញទេហ្នឹងគឺគាត់ជីវភាពគាត់អត់មានពិតអាហ្នឹងខ្ញុំលើកប៉ុណ្ណឹងហើយឃើញទេដឹងបើសម្ដេចតេជោសួរថាយ៉ាងម៉េចសម្ដេចតេជោលោកជួយនេះគឺលោកជួយសង្គ្រោះស្រោចស្រង់ណាសួរថានឹងហើយដែលយើងពិតជាក់ស្ដែងអញ្ចឹងអាយដាមបាទនេះគឺជារឿងពិតសម្លេងការពិតគឺនិយាយរឿងពិតគឺបែបហ្នឹងពុំមែនជាការសម្ដែងទេណាហុកផលពេញបណ្ដាញសង្គមទាំងអស់ណាបាច់ចិត្តនេះអីណាការគាត់សំបីតែយើងឮសម្លេងគាត់ក៏យើងក្រកដួលដែរណាហើយគាត់អត់មានទៀតគាត់គ្មានទ្រព្យគ្មានសម្បត្តិតែគាត់មានគុណធម៌សិលធម៌សម្ដីនិយាយទៅកាន់ចាស់ទុំណាអញ្ចឹងកុមារកម្ពុជាត្រូវរៀនតាមគាត់ណារៀនតាមគាត់រៀនតាមអូនស្រីកុមារីនេះណាគឺគាត់មានជីវធម៌ល្អតាំងតែពីការនិយាយស្ដីមិនមែនចេញមកសម្ដីដូចដំឡូងមូលគេហៅថាសម្ដីដំឡូងមូលសម្ដីចោលសៀតណាគឺគាត់អត់ទេគឺសម្ដីគាត់គោរពក្រោមសិលធម៌អញ្ចឹងចង់សរុបនៃសេចក្តីមកវិញថាជារៀងរាល់ឆ្នាំយើងមានឱកាសច្រើនណាស់បើយើងមិនបាននីតិអេក៏បានស៊ីដែរបើមិនបានស៊ីក៏បានប៊ីដែរណាអញ្ចឹងយើងខំប្រឹងប្រែងទាំងអស់គ្នាមួយឆ្នាំដូចខេត្តផ្សរៀងខ្ញុំបាទអីឆ្នាំទៅអីបានជាង30រូបក្នុងនាមជាសិស្សប្រឡងទុតិយភូមិមធ្យមសិក្សាទុតិយភូមិជាប់ជាបរិយានីតិអេអញ្ចឹងឃើញទេអញ្ចឹងអ្នកចេះគឺជាប់អត់មានស៊ីសំណុកសោកប៉ាន់អត់មានស្អីអ្នកចេះតិចបរិញ្ញាចេះអ្នកចេះតិចបរិញ្ញាអត់ចេះអ្នកចេះច្រើនបរិញ្ញាចេះតិចដូចពីសម័យដែលយើងខ្វះខាតធនធានមនុស្សពីអតីតកាលទេសម័យនោះសម័យនេះគឺសម្បូរទៅដោយធនធានមនុស្សប្រកបទៅដោយសក្តានុពលធម្មវន្តនិងបញ្ញាស្មារតីខ្ពស់ដូចជាលោកគ្រូអ្នកគ្រូណាយ៉ាងហោចណាស់ក៏12+2ដែរយ៉ាងហោចណាស់ក៏12+2 12+4ណាអញ្ចឹងគឺសិតតែលោកគ្រូអ្នកគ្រូប្រកបទៅដោយបញ្ញាញាណក៏ដូចជាបច្ចេកទេសខ្ពស់ក្នុងការបង្រៀនអញ្ចឹងហើយបានជាយើងដើម្បីនីតិអេទាំងអស់គ្នាគឺអ្នកចេះគឺជាប់អញ្ចឹងយើងខំប្រឹងប្រែងរៀនសូត្រទាំងអស់គ្នាហើយចំណុចទី2ដែលបងចង់លើកឡើងគឺស្អែកនេះគឺជាព្រឹត្តិការណ៍មួយទៀតដែលរដ្ឋាភិបាលតាំងតែពីសម្ដេចអគ្គមហាសេនាបតីតេជោលោកនៅជានាយករដ្ឋមន្ត្រីឲ្យតែថ្ងៃ3ឧសភាលោកតែងតែជួបជុំជាមួយនឹងអ្នកសារព័ត៌មានទាំងក្នុងស្ថាប័នក៏ដូចជាក្រៅស្ថាប័នស្ដីគឺលោកឲ្យតម្លៃទៅលើអ្នកសារព័ត៌មានរស់ស្លាប់រស់ទៅលើអ្នកសារព័ត៌មាននៅក្នុងប្រទេសហើយបើនិយាយអំពីកម្ពុជារបស់យើងសារព័ត៌មានអ្នកសារព័ត៌មានគឺជាអំណាចទី4ណាអញ្ចឹងយើងត្រូវដឹងទាំងអស់គ្នាប៉ុន្តែអ្វីដែលពលរដ្ឋចង់បានគឺសូមកុំឲ្យអ្នកសារព័ត៌មានមួយចំនួនធ្វើជាតុលាការផងធ្វើជាអ្នកវិនិច្ឆ័យក្តីផងណាដើរតួនាទីធ្វើជាអ្នកនិពន្ធខ្លួនឯងផងអីខ្លួនឯងផងអាហ្នឹងមិនមែនជាអ្នកសារព័ត៌មានប្រកបទៅដោយសច្ចរិតធម៌ទេសច្ចរិតភាពទេណាបើអ្នកសារព័ត៌មានប្រកបមែនគឺដឹងតែផ្ដល់ព័ត៌មានហើយថ្នាក់ដឹកនាំគឺលោកឃើញបានមើលឃើញឆ្វេងយល់ពីព័ត៌មានទាំងអស់នោះហើយលោកបានចាត់វិធានការទៅតាមហ្នឹងណាប៉ុន្តែវាខុសទៅអំពីអ្នកសារព័ត៌មានមួយចំនួនតូចតែប៉ុណ្ណោះខ្លួនឯងជាចាងវាងផងណាជាតឡាការកាត់ក្តីឲ្យក្នុងរឿងដែលយើងទស្សនភាពនឹងផងទស្សនភាពជាក់ស្ដែងនឹងផងណាជាអ្នកសារព័ត៌មានដូចមានតែឯងអញ្ចឹងណាអាហ្នឹងគឺមិនថារដ្ឋាភិបាលទេសូម្បីតែយើងខ្ញុំជាម្ចាស់ឆ្នោតជាពលរបស់រដ្ឋហ្នឹងក៏មិនពេញចិត្តនឹងសមាជិកក្នុងការទទួលយកដែរអញ្ចឹងយើងឃើញតែប៉ុនមេដៃយើងបង្ហាញតែប៉ុនមេដៃទេបាទហើយយើងរួមគ្នាព្យាបាលសង្គមនេះទាំងអស់គ្នាបើខ្មែរយើងគេថាម៉េចសភាថាបើរិះគន់ដើម្បីស្ថាបនាសូម្បីតែថ្នាក់ដឹកនាំកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោរហូតមកដល់
នាយករដ្ឋមន្ត្រីដាក់បន្តវេននាយកជនចំនួនក្រោយសម្ដេចមហាវត្តបតីរិះគន់ដើម្បីស្ថាបនាលោកទទួលខ្ញុំជឿថាអញ្ចឹងប៉ុន្តែបើរិះគន់ដើម្បីជួនបន្លិចគេរើហើយអ្នកណាក៏គេរើដែរអញ្ចឹងអាហ្នឹងមួយហើយមួយទៀតគឺមានសិទ្ធិផ្សាយព័ត៌មានឲ្យខ្វះចិត្តទទួលខុសត្រូវអាហ្នឹងក៏យើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាដែរសម្រាប់ប្រឆាំងប្រយុទ្ធជាមួយនឹងព័ត៌មានខ្លាំងខ្លាយអញ្ចឹងគឺជាព្រឹត្តិការណ៍បង្កើននូវភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំជាមួយនឹងអ្នកសារព័ត៌មានគឺមានសារៈសំខាន់ណាស់ព្រោះយើងរួមគ្នាសាមគ្គីជាធ្លុងមួយមានន័យថាចង្កឹះមួយបាច់កាត់មិនបាក់ណាអញ្ចឹងគឺចង្កឹះដែលមិននៅក្នុងស្រោមចង្កឹះនៅដោយរាយគឺសម័យ3ឆ្នាំ8ខែក៏ដូចជាសម័យអតីតកាលប្រទេសយើងជួបរងគ្រោះជាង500ឆ្នាំចុងក្រោយនេះគឺដោយសារចង្កឹះវាអត់នៅក្នុងបាច់ប៉ុន្តែនៅក្នុងយុគសម័យសតវត្សទី21នេះគឺចង្កឹះមកនៅក្នុងបាច់វិញតាំងពីសម្ដេចមហាសេនាបតីតេជោពង្រួមជាតិមករៀបការឲ្យជាតិនេះជួបជុំលែងមានខ្មែរតខ្មែរក្រហមខ្មែរខ្មៅខ្មែរលឿងខ្មែរស្អីស្អីហ្នឹងគឺលោករហូតដល់ប្រកាសគោលនយោបាយឆ្នាំថ្ងៃទីណា29ខែឆ្នាំ1998គឺកម្ពុជារបស់យើងសុខសាន្តរហូតហ្នឹងហើយគឺជាចង្កឹះមកនៅក្នុងក្រោមទាំងអស់គ្នាមានន័យថាកម្ពុជាតូចមែនប៉ុន្តែមានបេះដូងធំទូលាយគឺរវាងរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំជាមួយនឹងប្រជាជនបានរួមមតិគ្នាមួយមកកសាងជាតិមួយនេះដើម្បីឲ្យរីកចម្រើនគឺស្វាងមកដល់សប្តាហ៍ថ្ងៃនេះអស់មានសុខសន្តិភាពរយៈកាលពេល26ឆ្នាំអញ្ចឹងសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាននេះចំណុចទី2ដែលបងចង់លើកឡើងហើយសូមឲ្យបងប្អូនចូលរួមគ្រប់គ្រងបន្តនិយាយពិតឃើញពិតថាពិតកុំបង្រីកុំបំភ្លៃបំភ្លើលើកពីការពិតព្រោះវាធ្វើឲ្យគ្រោះថ្នាក់ក៏ដូចជាគេហៅថាបើយើងឃើញប៉ុនមេដៃយើងនិយាយទៅដល់ប៉ុនមេជើងអាហ្នឹងគេហៅថាយើងបំផុតមកតែសាធារណៈបាត់ហើយណាក្នុងនាមជាពលរដ្ឋខ្មែរយើងចេះដឹងខ្ពស់ណាព្រោះសម័យនេះគឺសម័យសាលាណាក៏មានបរិក្ខារទំនើបសម័យនេះគឺសាលាណាក៏តែងតែមានលោកគ្រូអ្នកគ្រូប្រកបទៅដោយចំណេះចេះដឹងខ្ពស់ដែរជាពលរដ្ឋខ្មែរបច្ចុប្បន្នគឺចេះដឹងខ្ពស់ណាហើយខ្មែរយើងក៏មិនធម្មតាដែរអញ្ចឹងយើងកុំឲ្យអាប់អោននៅកិច្ចជាអនុភាពរបស់ជាតិរបស់យើងហើយចំណុចទី3ដែលអូនចង់លើកឡើងគឺចូលរួមសនំពរដល់បងសមត្ថកិច្ចទាំងអស់នៅទូទាំងប្រជាជាតិកម្ពុជានៅតំបន់ដែលរោងចក្រហើយសាធារណជនក៏ដូចជាអ្នកនៅសងខាងផ្លូវមានសត្វទីអនាអីប្រឡែងចោលណានិយាយពីរឿងបញ្ហាចរាចរណ៍វិញម្ដងបាទណាដែលយើងប្រឡែងសត្វគោសត្វក្បីចោលហើយពេលដល់បុកប្រើស៊ូចាប់ស៊ូទៅអត់ដឹងថាក្បីគោរបស់ណាទេអញ្ចឹងខ្ញុំបាទក្នុងនាមជាពលរដ្ឋហើយម្ចាស់ឆ្នោតបស្លឹកដែរគឺសូមឲ្យសមត្ថកិច្ចចាប់សត្វទីអនាហ្នឹងទៅទុកនៅប៉ុកហើយស៊ូរកម្ចាស់បរងឃើញយកសត្វទីអនាហ្នឹងយកទៅលក់ទៅលក់ឲ្យយកលុយហ្នឹងមកកសាងនៅសហគមន៍ហ្នឹងអញ្ចឹងណាបាទយកលុយដែលយើងចាប់គោក្បីដែលមិនដឹងមុខហ្នឹងទៅធ្វើឲ្យអ្នកធ្វើដំណើរគ្រោះថ្នាក់ហ្នឹងចាប់ឲ្យយកមកលក់ហ្នឹងបើស៊ូរមឃើញម្ចាស់ហ្នឹងករណីហ្នឹងអានេះជាការសំណពររបស់សម្លេងការពិតក្នុងនាមជាពលរដ្ឋក្នុងនាមជាយុវជនមួយរូបយើងចាប់បានយើងយកទៅទុកនៅប៉ុកហើយបើសិនជារកម្ចាស់មិនឃើញគេមិនចូលខ្លួនដោះស្រាយលក់យកដាក់ជាសម្បត្តិរបស់រដ្ឋណាយូរដឹងមកហើយយូរឡើងមានអ្នកប្រឡែងដូចនៅសហគមន៍បងប្អូនអីអាចដំគឺងាយចុះម៉ោង4ម៉ោង5អីហ្នឹងគឺសត្វទីអនាឯងពេញតែផ្លូវហ្នឹងប្រទេសខ្លាចពេញហ្នឹងហើយបងប្អូនកម្មករកម្មការនេះគាត់ចេញមកហ្នឹងដែរអញ្ចឹងណាទៀតហើយយើងឃើញសត្វទីអនាយើងអត់ហ៊ានបាញ់នេះខ្លាចចូលម៉ូតូខ្លាចចូលអីទៅគឺខកខានដំណើររបស់គាត់ព្រោះអ្នកណាក៏តែងតែមានអ្នករងកម្មនៅផ្ទះដែរមិនថាគ្រូសាប្អូនមិនថាគ្រូសាកម្មករកម្មការនេះពេលដែលចេញមកអញ្ចឹងគឺមានអ្នករងចាំនៅផ្ទះឲ្យខ្លះប្តីខ្លះប្រពន្ធខ្លះកូនខ្លះអីចឹងទៅអញ្ចឹងបបកថាពីអាហ្នឹងឲ្យគ្រោះថ្នាក់ទៅបាក់ដៃបាក់ជើងពិការអញ្ចឹងទៅធ្វើមិនទៅអញ្ចឹងទេសូមសំពរដល់សមត្ថកិច្ចណាបើសិនជាស៊ូមិនមែនថាយ៉ាងម៉េចទេចាប់យកទៅស៊ូចាប់គោក្បីហ្នឹងយកទៅទុកនៅប៉ុកហ្នឹងទៅបើសិនជាគ្មានម្ចាស់ចូលទៅដោះស្រាយទេយើងប្រឡែងចេញទៅលក់ទៅដើម្បីយកលុយនេះយកមកកសាងនៅក្នុងសហគមន៍ហ្នឹងត្រឹមត្រូវទេអញ្ចឹងណាចុះបើយើងស៊ូមិនដឹងជាកូនណាឲ្យបុកធ្វើឲ្យគ្នាបាក់ដៃបាក់ជើងបែកអាលាក្បាលបែកអីចឹងទៅនៅខាងសហគមន៍បងប្អូនករណីហ្នឹងគឺកើតឡើងជាបន្តបន្ទាប់ហើយស៊ូអត់ដឹងមកអត់ដឹងអីទេហើយចុះកូនហ្នឹងចាប់តែដល់ពេលដល់ស្អែកឡើងដល់រំលឹកគ្រោះថ្នាក់អីហើយអត់ដឹងថាកូនណាដែរប៉ុន្តែស្អែកឡើងបាក់អត់ដឹងកូនណាប៉ុន្តែស្អែកឡើងម្ចាស់គេចុកកលែងអញ្ចឹងណាហ្នឹងហើយគេថាខ្វះទឹកទូខុសត្រូវយើងធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ទាំងអស់គ្នារួមទាំងសម្បត្តិសាធារណៈរួមជាមួយនឹងអ្វីដែលកុំឲ្យមានការឡើងនៅក្នុងសហគមន៍ព្រោះរដ្ឋាភិបាលលោកការពារលោករកបាននៅសុខសន្តិភាពមកហ្នឹងគឺលំបាកណាស់រីឯយើងជាអ្នកថែរក្សាទាំងអស់គ្នាតែថែរក្សាសុខសន្តិភាព
ពិសេសគឺទ្រព្យសម្បត្តិសាធារណៈក៏ដូចជាសុខភាពផ្ទាល់ខ្លួនរបស់យើងកុំឲ្យមានអីកើតឡើងនេះចំណុចទី3ហើយចំណុចទី4គឺបងអូនចង់រំលឹកបន្តិចអំពីនិយាយអំពីរឿងកុមារកំព្រាបច្ចុប្បន្នកុមារកំព្រាវាខុសអំពីបច្ចុប្បន្នពីអតីតកាលកុមារកំព្រាពីអតីតកាលគឺគ្មានការងារធ្វើទេប៉ុន្តែឥឡូវនេះគឺការងារសម្បូរណាស់ហើយគេតែឃើញមានតាមបណ្ដាញសង្គមមួយចំនួនគេសម្ដែងហ្នឹងកុមារកម្ពុជាកំព្រាដាច់ពោះដាច់អីស្លាប់អានេះបងប្អូនអាចនិយាយថាបើកុមារកំព្រាមួយចំនួនដែលគាត់ពេញវ័យពេញកម្លាំងធ្វើការគាត់ខ្ជិលច្រើនជាងណាមិនមែនធ្វើការដាក់បន្ទោសឬក៏ដាក់បន្ទុកដាក់ទម្ងន់អីទេណាយើងអាចស្នើសុំពីកន្លែងដែលគាត់រស់នៅចេញធ្វើការនៅខាងក្រៅមានតាហើយបើនិយាយពីរឿងរដ្ឋាភិបាលដាច់ខាតយើងមិនអាចទៅបានទេដោយសារអីមិនមែនលោកដៃជួយបានគ្រប់តែរឿងសំបីតែការរស់នៅលំអិតនោះទេអញ្ចឹងនៅខាងសហគមន៍បងក៏មានកុមារកំព្រាពីរនាក់ដែរប៉ុន្តែគាត់ចេញទៅធ្វើការរហូតដល់គាត់រៀនសូត្រអីខ្ពងខ្ពស់គាត់ប្រឹងប្រែងមានការជ្រោមជ្រែងពីកាកបាទក្រហមផងមានការជ្រោមជ្រែងពីមជ្ឈដ្ឋាននានាផងគឺធ្វើឲ្យជីវិតរបស់គាត់រីកចម្រើនរហូតដល់គាត់ក្លាយទៅជារដ្ឋបាលមួយនៅក្នុងរោងចក្រអីចឹងទៅណាអញ្ចឹងហ្នឹងហើយមកពីគាត់ឧស្សាហ៍គាត់អត់ខ្ជិលហើយដល់តែក្រុមអកតេមួយចំនួនតូចឃើញកុមារកំព្រាទីចឹងមកគាត់យកមកបង្ហោះជាសាធារណៈថារដ្ឋាភិបាលមិនបានគិតគូរពីសិទ្ធិកុមារកំព្រាអាងតែគ្នាកំព្រាខុសហើយណាកំព្រាមិនកំព្រាឲ្យតែយើងមិនចេះលើកដៃដាក់បាយចូលក្នុងមាត់គឺបាច់ពោះស្លាប់ដូចគ្នានេះអញ្ចឹងយើងទាមទារឲ្យវិរិយភាពព្យាយាមនឹងតស៊ូដូចគ្នាណាអាហ្នឹងគឺចំណុចហ្នឹងគឺបងអូនសូមមិនគ្រប់ត្រូវដល់អ្នកចូលចិត្តចែករំលែកនៅតាមបណ្ដាញសង្គមមួយចំនួនទេដោយសារថាឃើញកុមារកម្ពុជាកំព្រាមួយចំនួនឃើញតែលោកសង្ឃព្រះសង្ឃឲ្យចូលទៅចែកសំណោយចែកអីចឹងទៅប៉ុន្តែការពិតបើកុមារកំព្រាមកកណោយដូចជាកន្លងមកសម្ដេចតេជោពេលដែលលោកបានដាក់តំណែងជានាយករដ្ឋមន្ត្រីជូននាយករដ្ឋមន្ត្រីថ្មីគ្រប់គ្រងដឹកនាំបន្តហ្នឹងលោកនិយាយដែរថាសូម្បីរដ្ឋាភិបាលនៅថ្នាក់ដឹកនាំក៏មានកុមារកំព្រាដែរប៉ុន្តែពួកគាត់តស៊ូរហូតតាំងតែពីគាត់កុមារកំព្រារហូតដល់ជារដ្ឋមន្ត្រីឃើញទេអាហ្នឹងយ៉ាងម៉េចមកពីគាត់មានវិរិយភាពក្នុងការព្យាយាមក្នុងការស្វែងយល់ចំណេះចេះដឹងមិនមែនថាឲ្យតែកុមារកំព្រាអត់មានអ្នកគ្រប់គ្រងណាសំខាន់មុននឹងឲ្យអ្នកណាជួយយើងត្រូវជួយខ្លួនឯងសិនមុននឹងឲ្យទេវតាជួយខ្លួនយើងត្រូវជួយខ្លួនឯងសិនណាអាហ្នឹងជារឿងមួយដែលយើងកុំជឿទៅការញុះញង់ទៅលើព័ត៌មានខ្លាំងខ្លាយមួយចំនួនអញ្ចឹងយើងត្រូវសិក្សារកឲ្យឃើញមូលដ្ឋានពិតថាខ្វះអីកុមារដែលមានភាពវិជ្ជមានមកកណោគាត់កំព្រាមែនប៉ុន្តែគាត់តស៊ូតាំងតែពីបាត់ដៃទៅទេដែរគាត់រៀននៅសាលាខាងអ្នកគ្រប់គ្រងមណ្ឌលគាត់ផ្ដល់ឱកាសឲ្យរៀនឲ្យចូលតាំងតែពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់បណ្ឌិតអីចឹងទៅណាខ្លាយទៅជាឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីអញ្ចឹងណាទូមើលថាសម័យតាំងពីសម័យក្រោយថ្ងៃ7មករាមកគឺកុមារកំព្រានណាខ្លះប្រមាណរូបនៅលើទឹកដីកម្ពុជារបស់យើងតែខ្លះខ្លាយជាវិធីកអ្នកខ្លះខ្លាយជានាយករដ្ឋហើយខ្លាយជាឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីណាគ្រប់សពបែបយ៉ាងទាំងអស់ហ្នឹងមកពីពួកគាត់តស៊ូគាត់គិតថាពួកគាត់កំព្រាតែគាត់មិនកំព្រាទេដោយសារមានរាជរដ្ឋាភិបាលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាអ្នកនៅគាំពារខាងប្រជាជនជាអ្នករកនៅភាពយុត្តិធម៌ជូនជនរងគ្រោះអញ្ចឹងគឺអ្វីដែលបងបានចូលរួមប្រមាណមានប៉ុណ្ណេះហើយក៏សូមគោរពអរគុណនិងសូមអនុញ្ញាតរតនានិមន្តនៃព្រះទាំង5ព្រះអង្គមានព្រះកកសន្ធោព្រះកនកមនោព្រះកសបោព្រះសមណគោតមបរមពុទ្ធោព្រះមេត្តាពោធិសត្វថ្លៃសូមតាមបីបាច់ចាត់ថែរក្សាពុទ្ធព្រមគ្រប់គ្រងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចចក្រព្រមដល់សម្ដេចទ្រង់អាចដំលោកជំទាវនិងសម្ដេចមហាបវរតបតីហ៊ុនម៉ាណែតសូមទទួលបានជោគជ័យគ្រប់ភារកិច្ចនៅបន្តនៅក្នុងការដឹកនាំនៅប្រជាជាតិកម្ពុជារបស់យើងរួមទាំងអាចដំជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនិងក្រុមការងារ operator និងបងប្អូនជាពលរដ្ឋខ្មែរទាំងអស់សូមទទួលបានជោគជ័យថ្មីបន្ថែមទៀតដើម្បីការអភិវឌ្ឍនិងថែរក្សាសន្តិភាពនៅប្រទេសយើងឲ្យស្ថិតស្ថេរជាការជានិច្ចនិរន្តរ៍អរគុណសន្តិភាពពីសម្លេងការពិតខ្ញុំបាទសំណាងសូមគោរពអរគុណសូមគ្រប់ជំរាបលាឲ្យចំបាទអរគុណណាស់បងអូនប្រុសសំណាងជាយុវជនត្បិតតែមានពិការភាពមែនក៏ប៉ុន្តែមានការយល់ដឹងជ្រៅជ្រះការស្រាវជ្រាវតាមដានវិភាគលើព្រឹត្តិការណ៍ដែលកើតមាននៅក្នុងសង្គមទាំងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិហើយតែងតែមានយោបល់
ល្អសម្រាប់យុវជនយើងដទៃទៀតយកទៅគិតគូរពិចារណាហើយបងឯកភាពទៅនៅអ្វីដែលលើកឡើងថាយុវជនយើងបច្ចុប្បន្ននេះខុសពីយុវជនចំនួនសម្ដេចតេជោឆ្ងាយដែលយុវជនចំនួនមុនហ្នឹងគ្មានឱកាសបែបនេះទេដោយសារប្រទេសធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមអញ្ចឹងយុវជនក្នុងសម័យសង្គ្រាមគ្មានអីតែពីការច្បាំងគ្នានោះទេណារត់កិច្ចខ្លួនយកទៅប្រះយោឲ្យរួចជីវិតបើមិនអញ្ចឹងត្រូវច្បាំងណាកាន់កំភ្លើងដើម្បីកសាងនៅសន្តិភាពដែលយើងមាននៅពេលបច្ចុប្បន្ននេះក៏ប៉ុន្តែយុវជនសម័យនេះគឺយុវជនក្នុងសម័យការសន្តិភាពសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុងប្រទេសមានសន្តិភាពគ្រប់ទីកន្លែងគ្រប់ទិសទីអញ្ចឹងយុវជនជំនាន់នេះគឺយុវជនក្នុងសម័យសន្តិភាពហើយអ្វីដែលយុវជនជួបប្រទះហ្នឹងគឺមានតែសុខសន្តិភាពនិងការអភិវឌ្ឍអញ្ចឹងយុវជននៅសម័យនេះគឺមិនគិតពីរឿងការរត់គេចយករួចខ្លួនពីភ្លើងសង្គ្រាមកាន់កំភ្លើងច្បាំងអីទេគឺថាគិតធ្វើម៉េចដើម្បីកសាងខ្លួននិងជីវភាពខ្លួនឲ្យក្រុមគ្រួសារខ្លួនឲ្យបានកាន់តែប្រសើរណាគិតគូរធ្វើម៉េចរៀនសូត្រឲ្យបានខ្ពង់ខ្ពស់កសាងជីវភាពលើកកិត្តិយសមុខមាត់ក្រុមគ្រួសាររបស់ខ្លួនឲ្យបានខ្ពង់ខ្ពស់ហើយរដ្ឋាភិបាលក្នុងសម័យការសន្តិភាពនេះគឺផ្ដល់ឱកាសដល់យុវជនណាផ្ដល់ឱកាសក៏ប៉ុន្តែការចាប់យកឱកាសនោះបានឬមិនបានគឺអាស្រ័យទៅលើការប្រឹងប្រែងរបស់យុវជនណាឱកាសមានដែរវាមិនដូចយុវជនក្នុងសម័យសង្គ្រាមទេដែលគ្មានឱកាសសោះនោះឥឡូវឱកាសមានរដ្ឋាភិបាលបង្កើតឱកាសច្រើនណាក៏ប៉ុន្តែគាត់ថាចាប់បានឬមិនបានគឺអាស្រ័យទៅលើការប្រឹងប្រែងខិតខំរបស់យុវជនយើងឱកាសនោះគឺឱកាសក្នុងការទទួលបាននូវការសិក្សាតាមរយៈការសង់សាលារៀនគ្រប់ទីកន្លែងគ្រប់ច្រកល្ហករហូតដល់រុញសាលារៀនទៅជិតផ្ទះរបស់ប្រជាពលរដ្ឋនៅតាមភូមិឃុំណាការចូលរៀនដោយមិនបាច់បង់ថ្លៃក្រៅពីនោះលើកទឹកចិត្តវិស័យឯកជនឲ្យវិនិយោគទៅលើវិស័យអប់រំនេះទៀតណាការបង្កើតនៅសាលាឯកជនសាកលវិទ្យាល័យឯកជនណាសម្រាប់ដែលមានលទ្ធភាពបង្កើតនូវភាពសម្បូរបែបនៃវិស័យអប់រំខិតខំស្វែងរកអ្នកវិនិយោគពីក្រៅប្រទេសមកដើម្បីបង្កើតការងារសម្រាប់យុវជនណាហើយក្នុងនីតិកាលទី7នេះក៏បានដាក់ចេញនូវគោលនយោបាយ 1.5M 1.5 លាននាក់យុវជនដែលមកពីគ្រួសារក្រីក្រដើម្បីបានចូលរៀនការបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងរយៈពេលខ្លីហើយទទួលបាននូវការឧបត្ថម្ភពីរាជរដ្ឋាភិបាលណានេះគឺសិតតែជាឱកាសអញ្ចឹងយុវជនយើងឱកាសច្រើនណាស់អញ្ចឹងដូចបងសំណាងលើកឡើងអញ្ចឹងកុំឲ្យឱកាសនេះកន្លងផុតទៅហើយសូម្បីតែយុវជនដែលពុំមានលទ្ធភាពគ្រួសារក្រីក្រក៏បានរដ្ឋាភិបាលរៀបចំនៅអាហារូបករណ៍សម្ដេចតេជោអាហារូបករណ៍សម្ដេចធិបតីអាហារូបករណ៍របស់ថ្នាក់ដឹកនាំផ្សេងទៀតដើម្បីផ្ដល់ឱកាសដល់យុវជនយើងដែលពុំមានលទ្ធភាពអញ្ចឹងយុវជនមានឱកាសហើយកុំឲ្យឱកាសនេះបាត់បង់ណាខិតខំប្រឹងប្រែងចាប់យកឱកាសនេះជាងការចំណាយពេលវេលាណាដែលមិនបានការបកនៅបញ្ហានៅក្នុងសង្គមដែលនាំមកនៅទុកទោសសម្រាប់ខ្លួនឯងក៏ដូចជាក្រុមគ្រួសារមានឱកាសឲ្យព្យាយាមខិតខំចាប់យកឱកាសនេះហើយរដ្ឋាភិបាលក៏ធ្វើការតំណាក់តំណងជាមួយនឹងរដ្ឋាភិបាលបរទេសប្រទេសដៃគូដទៃទៀតដើម្បីឲ្យគេផ្ដល់អាហារូបករណ៍ដល់និស្សិតរបស់យើងដែលប៉កែណាហើយចង់ទៅរៀននៅក្រៅប្រទេសហើយពុំមានលទ្ធភាពបង់ថ្លៃសាលានៅក្រៅប្រទេសគឺប្រឡងយកអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសហើយចប់គឺត្រឡប់មកវិញខិតខំធ្វើការនៅក្នុងប្រទេសកសាងប្រទេសជាតិសង្គមជាតិរបស់ខ្លួនអាហ្នឹងគឺសតតែជាឱកាសសម្រាប់យុវជនបាទហើយពាក់ព័ន្ធទៅនឹងកម្មវិធីថ្ងៃស្អែកនេះគឺជាការជួបជុំរវាងសម្ដេចធិបតីជាមួយអ្នកសារព័ត៌មានហើយដូចបងសំណាងបានលើកឡើងគឺនិយាយពីសេរីភាពសារព័ត៌មាននៅយើងនោះវាសង្ហៀកែងសេរីភាពវាច្រើនជ្រុលលឺលុបផងវាទៅជាហៀកែងបើនិយាយពីអ្នកសារព័ត៌មានស្ថាប័នព័ត៌មានរួមទាំងស្ថាប័នវិទ្យុទូរទស្សន៍កាសែតអនឡាញកាសែតតាមបែបប្រពៃណីអីជាដើមឡើងមិនរាប់រយរាប់ពាន់ស្ថាប័នណាហើយផ្សាយដោយសេរីមិនមានការត្រួតពិនិត្យជាមុននោះទេពីរដ្ឋាភិបាលមុននឹង
ធ្វើការចេញផ្សាយហើយតាមរបាយការណ៍របស់ក្រសួងព័ត៌មានដែលបានធ្វើការសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រអំពីសេរីភាពសារព័ត៌មានឆ្នាំ2025តាមរយៈការធ្វើ survey ការស្ទង់មតិអ្នកសារព័ត៌មានយើងចំនួន467នាក់ហ្នឹងគឺ 81% ជាង 81.4% ឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាល្អប្រសើរណាអានេះគឺជាភស្តុតាងមិនអាចប្រកែកបានដែលជាការស្រាវជ្រាវការស្ទង់មតិការធ្វើ survey ជាលក្ខណៈវិទ្យាសាស្ត្របាទគឺសេរីភាពមានការប្រសើរឡើងការចេញផ្សាយដោយមិនមានការត្រួតពិនិត្យជាមុនក៏ប៉ុន្តែត្រូវមានការទទួលខុសត្រូវរដ្ឋាភិបាលមិនត្រួតពិនិត្យមុនទេជាសេរីភាពសារព័ត៌មានក៏ប៉ុន្តែបើមានបញ្ហាទទួលខុសត្រូវអញ្ចឹងអ្នកសារព័ត៌មានក៏ត្រូវទទួលខុសត្រូវដែរទទួលខុសត្រូវចំពោះវិជ្ជាជីវៈនិងទទួលខុសត្រូវតាមផ្លូវច្បាប់បើសិនជាខ្លួនមានកំហុសផ្នែកវិជ្ជាជីវៈអាហ្នឹងត្រូវទទួលខុសត្រូវតាមច្បាប់ស្ដីពីរបបសារព័ត៌មានណាមានការកែប្រែអត្ថបទមានការចេញផ្សាយកែតម្រូវសារសុំទោសអីជាដើមលក្ខណៈអីជាដើមហើយបើសិនជាកំហុសនោះកំហុសផ្នែកច្បាប់ណាដែលការផ្សាយបង្កឲ្យមានភាពចលាចលប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះកិត្តិយសរបស់ស្ថាប័នរដ្ឋឬបុគ្គលឯកជនអីជាដើមអានឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ហើយអ្នកសារព័ត៌មានក៏ស្ថិតនៅក្រោមច្បាប់ដែរច្បាប់ស្ដីពីរបបសារព័ត៌មានផងនិងច្បាប់ជាតិដទៃទៀតអញ្ចឹងបើប្រព្រឹត្តខុសច្បាប់ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចគេដូចឯងមិនមានអភ័យឯកសិទ្ធិអីពិសេសជាងគេដោយសមាជិកសភានោះទេបាទហើយការអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់នឹងវិជ្ជាជីវៈអានឹងមិនមែនជាការរឹតបន្តឹងសេរីភាពសារព័ត៌មាននោះទេមិនមែនជាការធ្វើទុកបុកម្នេញទៅលើសេរីភាពសារព័ត៌មានដោយការចោទប្រកាន់របស់ក្រមជននិយមមួយចំនួននោះទេដោយការចោទប្រកាន់របស់ក្រមបណ្ដាញសារព័ត៌មានដែលមាននិន្នាការប្រឆាំងទៅនឹងរដ្ឋាភិបាលនោះទេអូខេការបិទស្ថាប័នព័ត៌មានមួយចំនួនដោយសារតែខ្លួនមិនបានអនុវត្តកាតព្វកិច្ចតាមផ្លូវច្បាប់ដូចជាការបង់ពន្ធអីជាដើមឡាក់ណាការបិទបណ្ដាញសារព័ត៌មានដោយសារតែខ្លួនផ្សាយព័ត៌មានមិនពិតព័ត៌មានប្រឌិតព័ត៌មានញុះញង់ដែលបង្កឲ្យប៉ះពាល់ទៅដល់សន្តិសុខសង្គមកេរ្តិ៍ឈ្មោះកិត្តិយសរបស់ស្ថាប័នរដ្ឋអានឹងការអនុវត្តច្បាប់ទៅលើសារព័ត៌មានបែបនេះមិនមែនជាការរដ្ឋបတ်ឬក៏ធ្វើទុកបុកម្នេញឬរំលោភបំពានទៅលើសិទ្ធិសេរីភាពសារព័ត៌មាននោះទេហើយមានតែសារព័ត៌មានប្រមាណនេះដែលមានចរិតជាការញុះញង់ណាដែលមានរបៀបវិរៈនយោបាយក៏តែសារព័ត៌មានរាប់រយរាប់ពាន់ផ្សេងទៀតគេផ្សាយដូចជាមិនមានបញ្ហាអីទេគេគោរពក្រមសីលធម៌គោរពច្បាប់គេត្រឹមត្រូវមានអីឥឡូវមើលតាមការស្ទង់មតិ400នាក់ជាង 80% ជាងគឺបញ្ជាក់ច្បាស់ហើយថាមិនមានបញ្ហាអីនោះទេសេរីភាពគឺល្អប្រសើរឡើងក៏ប៉ុន្តែមានតែមួយក្រុមតូចហ្នឹងទេដែលចូលចិត្តណាផ្សាយតែព័ត៌មានបែបញុះញង់ព័ត៌មានប្រឌិតដើម្បីសម្រេចនៅមហិច្ឆតានយោបាយរបស់ខ្លួនហ្នឹងដែលថាមានបញ្ហាគឺបញ្ហាមួយក្រុមតូចដោយសារតែខ្លួនប្រព្រឹត្តខុសទៅនឹងច្បាប់ខុសទៅនឹងវិជ្ជាជីវៈហើយពេលគេអនុវត្តច្បាប់បែរជាស្រែកថាគេរំលោភសិទ្ធិសេរីភាពសារព័ត៌មានចំណែកសារព័ត៌មានភាគច្រើនលើសលប់រាប់រយរាប់ពាន់ផ្សេងទៀតគេឆ្លើយថាមានភាពល្អប្រសើរ 81% ជាងក្នុងចំណោម400អ្នកជាងណាចា៎នេះគឺថាបញ្ជាក់ច្បាស់ហើយពីចេតនារបស់ក្រមសារព័ត៌មានមួយក្តាប់តូចដែលមាននិន្នាការប្រឆាំងទៅនឹងរដ្ឋាភិបាលបាទសូមអរគុណណាស់ឥឡូវដោយសារមានប្រិមិត្តមួយរូបទៀតកំពុងរងចាំកុំឲ្យខាតពេលខ្ញុំសូមទទួលប្រិមិត្តខ្សែបន្តមុននឹងបន្តការអធិប្បាយរបស់យើងបន្តទៅទៀតបាទអាឡូជំរាបសួរបាទអាឡូបាទអាឡូជំរាបសួរបាទទទួលខ្ញុំបានទេបាទបាទជំរាបសួរដូចសម្លេងជាមិនសូវលឺអាចកាំង operator បន្ថែមទៀតខ្ញុំបាទនៅឯដងមួយខលចេញពីវិទ្យាល័យបុណ្យរនីហាញចាយទៅបាទដូចជាខានជួបគ្នាយូរហើយណាបាទនេះគឺតែបញ្ហាសុខភាពផងហើយcòn năng ca đại chi bộ phận tung theo tụng một bốt và to năng chi bọn số năm thay của vậy này chiết crom nấm bô sọc xoăn cái bộ phận chỗ một lại đặc hôm nay đã bảo cái chuyện năng tập đại giả tiện nào là cái giờ ở đây hơn mình ép là chi mà giờ ăn tây này thì Campuchia lâu tay rồi dọc trận đã năng ca đặc họ tới chết Campuchia môi trường này mình trồng một đài cái chị ba phần bốn trong ba sông trên chắc bà sông trên chắc bà
ថ្ងៃនេះខចេញពីកន្លែងក្នុងបងប្រុសគឺកំដប់គាត់ក្រុមដើមស្លែងលេងហើយក៏លក្ខខណ្ឌខចូលក្នុងជីវយន្តគឺសម្ដែងការពិតនៃយុវជនដើម្បីជ្រាបជ្រែកអំពីការអភិវឌ្ឍរបស់ស្ថាប័នក្នុងស្រុកវិមុតដែលរកខំកសាងក្នុងដីស្រុកវិមុតអញ្ចឹងបាទសូមគោរពដល់សម្ដេចអាចារ្យណាស្ដាប់ដីចូលតែព្រមទាំងសម្ដេចព្រះលើកព្រមទាំងសម្ដេចមហាបវរធម្មដីហ៊ុនម៉ាណែតព្រមទាំងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំគណៈប្រជាជននៃប្រជាជនកម្ពុជាទាំងអស់បាទអរគុណណាស់បាទហើយសូមអរគុណដល់ថាសន្តិភាពអរគុណដែលប្រទេសទឹកនាំនៃការអភិវឌ្ឍនៃប្រជាជនកម្ពុជាបាទគ្មានទុកសន្តិភាពទេរយៈពេលចូលឆ្នាំ3ថ្ងៃនៅប្រទេសកម្ពុជាពេលយើងបានមានថ្ងៃការតនៅពី8ឆ្នាំទេប៉ុន្តែដោយឡែកអីតែស្រុកមុខមួយគេចូលឆ្នាំចប់សពគ្រប់អស់គេទៅបំពេញកិច្ចការងាររៀងៗខ្លួនហើយប៉ុន្តែនៅស្រុកមុខដោយសារតែមានថ្នាក់ដឹកនាំកំពូលព្រមទាំងប្រមុខថ្នាក់ដឹកនាំដែលមានអគ្គសម្ដេចព្រះមហាសេនាបតីតេជោតាមដែលជានាយករដ្ឋមន្ត្រីនោះនៅប្រជាជាតិកម្ពុជាហើយនៅក្រុងមុខនេះមានកម្មវិធីចូលឆ្នាំរហូតដល់សាច់ខែ5ចូលខែ6ទៅចប់ចូលឆ្នាំ8ហើយបងបាទបានយូរផងបាទបាទដោយសារតែនៅតាមភូមិនីមួយនោះគាត់សារតនៅពាក្យថាអរគុណសន្តិភាពអរគុណសម្ដេចតេជោហើយពាក្យស្លោកដែលគាត់ដាក់នៅកន្លែងភូមិនីមួយនោះគាត់ដាក់ថាមានការអភិវឌ្ឍទើបមានថ្ងៃនេះមានសន្តិភាពទើបមានថ្ងៃនេះអញ្ចឹងយើងជ្រកក្រមរលកដើមឈើណាក៏ដោយគុំភ្លេចប្រភពដើមជាពិសេសនោះអត់សឹកឲ្យនឹកឃើញដល់ប្រភពតែទឹកផ្អែមឆ្ងាញ់តិចចិត្តជាពិសេសនេះគឺសម្ដេចតេជោដែលគាត់ខំប្រឹងតស៊ូតាំងពីបាត់ដៃកាទេនៅតំបន់ X16 លះបង់អ្វីគ្រប់បែបយ៉ាងដើម្បីរំដោះជាតិខេមរាចេញពីរបបយើងជិត3ឆ្នាំ8ខែ20ថ្ងៃនោះបាទក៏បញ្ជាក់ឲ្យឃើញថាការអភិវឌ្ឍដែលសម្ដេចខំតស៊ូនោះមានតាំងពីមន្ទីរពេទ្យសាលារៀនវត្តអារាមហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងទូទាំងស្រុកមុខក៏ដូចជាខេត្តដទៃទៀតក៏ដូចជាខេត្តត្បូងឃ្មុំដែលខេត្តកូនពៅដែលយើងមាននៅអភិបាលខេត្តលោកផែនកសលដែលជាថ្នាក់ដឹកនាំខេត្តព្រមទាំងសហការីលោកទាំងអស់ដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនស្រុកមុខមិនថាទីចិត្តទីឆ្ងាយឲ្យតែប្រជាជនមានការលំបាកមានការអីតែតែមានការផ្អាកក្រហមព្រមទាំងថ្នាក់ដឹកនាំប្រមុខវិរដ្ឋាភិបាលចុះជួយជាវរដ្ឋដល់កន្លែងដែលមានការលំបាកនោះហើយជាពេលប្រហែលថ្ងៃនៃការបុណ្យចូលឆ្នាំប្រពៃណីជាតិបាយយើងកន្លងទៅនេះគឺស្រុកមេមត់មានថ្នាក់ដឹកនាំដែលមានពុកស្រីឌីអង្គស្រុកព្រមទាំងលោកប៉ៅវិណាអាចារ្យរបស់បាត់ស្រុកព្រមទាំងលោកគុំទីនៃវិការPMនិងថ្នាក់ដឹកនាំក្រុមអង្គការបានចុះអាស៊ីទូនីតិជារបស់គាត់ដែលគឺដឹកនាំធ្វើដំណើរបោកពិធីបុណ្យចូលឆ្នាំតាមស្រុកនីមួយៗនោះធ្វើឲ្យស្រុកនីមួយទទួលបានលេខ1ក្នុងការសន្តិសុខការពិធីហមហើយមានចំនួនមកពីរដ្ឋតាមហើយទៅឯកទេសមួយរដ្ឋសភានៅតំបន់ឯកទេសរបស់យើងនេះគឺថាមុនពុំមានអ្វីទេមានតែខាងឈើព្រមទាំងប្រៃជាឡៃដាច់លោកជាទៅដើមចំដើម្បីរបស់ជាសម្រាប់តែនៅពេលនេះឯកទេស6ខ្ញុំសូមបញ្ជាក់ថាគឺពុកម៉ែបងប្អូនលេងនៅតំបន់ឯកទេស6នឹងប្រែមួយអ្វីក៏ថ្មីទាំងអស់ក្រុមរំលោភសុខប្រតិកម្មតាមសម្ដេចអាចារ្យប្រតិចូលតែព្រមទាំងសម្ដេចអាបខថាប្រតិកម្មសម្ដេចដែលជាប្រតិកម្មនោះធ្វើឲ្យ16អភិវឌ្ឍរីករាលដាលកាន់តែខ្លាំងឡើងបាទការបន្ថែមនៅក្នុងការជំនួយខ្ញុំសូមដល់សម្ដេចព្រះសូមជួយដល់ជាគាត់នៅក្នុងប្រព័ន្ធដែលថាតែមានលាយឈ្មោះตัวបានស្តុបជាន់ដល់ក្រោយវិជាលិខិតរឿងហើយនេះធ្វើឲ្យសម្ដេចជាន់នោះវាជាទៅខែរសាហ្នឹងជាក្លឹបអូនព្រៀងស្អាយដល់ជាគាត់ទាំងទៅនៅបាក់ដល់ខែអញ្ចឹងសូម្បីតែប្រសានតាំងពីបឋមដល់ហើយពីឡៃពុំអាចប្រសារឿងទៅបានទៅតាមទៅតាមពីអុយទៅជាការរស់នៅទៅតាមតាមបតាពេកអញ្ចឹងសូមបានសម្ដេចជួយអំពី
ចូលចៅនៅក្នុងស្រុកពីផងពីចិនជាប់អុយបំផាល់កន្លែងនេះដែលសម្រាប់ប្រកបពីចិនទៅក៏ដូចជាឯកឧត្តមកន្លែងផងតែក៏ពួកបានខានក្រុមជំរុំជួយដល់ជាជនទៅផងនិយាយក្នុងក្រោយបាទសូមគោរពលាសូមអរគុណ បាទអរគុណណាស់ប្រិមិត្តយើងគាត់ទូរស័ព្ទមកពីតំបន់ប្រវត្តិសាស្ត្រខាងស្រុកមិត្ត X16 រៀបរាប់ពីការវិវត្តនៅតំបន់ស្រុកមិត្តនោះបាទសូមអរគុណដែលបានចែកម្លែកជាព័ត៌មានឥឡូវប្រិមិត្តយើងកំពុងរងចាំខ្សែបន្ទាប់កុំឲ្យខាតពេកខ្ញុំសូមទទួលប្រិមិត្តខ្សែបន្ទាប់មុននឹងបន្តការអធិប្បាយបាទអាឡូជំរាបសួរបាទ អាឡូជំរាបសួរកូន បាទអ្នកម្ដាយ កូនក្រោមម្ដាយ អ្នកម្ដាយពីខេត្តរតនគិរីហ៎ មកពីខេត្តរតនគិរីកូននៅភូមិឡង់ហៃឃុំស្ដាស្រុករំខាត់ខេត្តរតនគិរីកូន យ៉ាងម៉េចទៅបាទសុកទុកយ៉ាងណាអ្នកម្ដាយបាទខានជួបគ្នាយូរ ធម្មតាទេកូនអើយងឹតចង់ភ្លឺវាមិនភ្លឺ បាទនឹងធ្វើម៉េចវាតាមធម្មជាតិណាវាមកអញ្ចឹងហើយ បានប៉ុណ្ណឹងអាកូន បាទអរគុណណាស់យ៉ាងម៉េចដែរអ្នកម្ដាយនៅខាងខេត្តរតនគិរីនោះមានអីចង់ចូលរួមជាមតិយោបល់បាទសូមអញ្ជើញ ចាចឹងម៉ែចង់មានទេកូនសុខសប្បាយដែរកូន បាទសុខសប្បាយទេជួបអ្នកម្ដាយលើកមុនហ្នឹងដូចជាប្រហែល 3-4 ខែដែរណា ចា សង្ឃឹមថានឹងបានទៅរតនគិរីជួបគ្នាទៀតណាបាទ ចាហើយកូនមកជួបម៉ែទៀតចា ចាំមើលចាំទៅបានទៅលើក្រោយបានទៅមានកម្មវិធីការងារនៅទីនោះចាំស្កាត់ទៅជួបអ្នកម្ដាយទៀតបាទ បាទទៅនឹងកូននឹងភរិយានឹងចៅអីសុខសប្បាយដែរកូន បាទសុខសប្បាយទាំងអស់គ្នាទេបាទហើយយ៉ាងម៉េចដែរកូនចៅបាទកូនចៅនៅខាងរតនគិរី ចៅសុខសប្បាយទេកូន បាទ នឹងម៉ែមិនភ្លេចទេអរគុណសន្តិភាពកុំបានសន្តិភាពបានមានអ្វីទាំងអស់កូន បាទអ្នកម្ដាយពីការតែភ្នែកទេក៏ប៉ុន្តែចិត្តមិនពីការទេដឹងគ្រប់រឿងទាំងអស់បាទ ខ្ញុំសូមគោរពមិនភ្លេចទេអ្នកមានកូនខ្ញុំសូមគោរពឪពុកហ៊ុនសែនពីចម្ងាយ បាទ និងអ្នកម្ដាយបុណ្យនីឆ្នាំចាស់ចូលឆ្នាំថ្មីឲ្យលោកមានសុខភាពល្អដើម្បីអាយុយឺនយូរដើម្បីកូនចៅនៅក្រមមលុបសន្តិភាពអរគុណសន្តិភាពអរគុណនយោបាយឆ្នះឆ្នះ បាទអរគុណណាស់បាទ បងសម្ដេចហ៊ុនម៉ាណែតច័ន្ទមនីឆ្នាំចាស់ចូលឆ្នាំថ្មីឲ្យលោកចាំទ្វេមានសុខភាពល្អអាយុយឺនយូរដើម្បីកូនចៅ7 10លានអ្នកនៅក្រមមលុបសន្តិភាពអរគុណសន្តិភាពនិងនយោបាយឆ្នះឆ្នះចប់ឆ្នោតទៅមុខទៀត បាទ ខ្ញុំចង់មានទេពី3ចំណុចមកកូន បាទអញ្ជើញអ្នកម្ដាយបាទអញ្ជើញ ណាប៉ាប្រឆាំងម៉ែអត់យល់យើងនិយាយថាសម្ដេចហ៊ុនម៉ាណែតកាន់ឡើងកាន់តំណែងមិត្តចិននឹងនេះមិនដែលម្នាក់ម្នងគ្នាទេកូន បាទ និយាយប៉ុន្តែម៉ែថ្ងៃមុនគេជិះពេញមកប្រទេសខ្មែរយើងចំមហាច្រានកូន បាទ រួចទៅនឹងមិនមិត្តចិនមិនទឹមតាស្រឡាញ់គ្នាឥឡូវទេ50ឆ្នាំមកតាំងចំនួនសម្ដេចតាសីហនុ បាទ ហូតមកដល់សម្ដេចពុកហ៊ុនសែនហូតមកដល់ហ៊ុនម៉ាណែតរួចទៅមានលោកវិយុគទុននៅស្រុកខ្មែរច្រើនហ្នឹងជាប់ថ្នាក់លេខ1ណា បាទ មិត្តចិនយើងណាមិត្តចិនដូចចិនពោះម្ដាយតែមួយចឹងលោកជួយណាដូចកូវីដក៏លោកជួយថ្ងៃមុនតែចូលឆ្នាំខ្មែររួចនេះលោកទៅសភោតផ្លូវខ្នើយមួយសម្ដេចហ៊ុនម៉ាណែតនឹងថ្ងៃមុនទៀតហូតផ្លូវខ្នើយ3ខ្សែនៅទៅកពតខ្សែទី1 31ខ្សែទី2 33ខ្សែទី4ខ្សែ1 អូ លោក បាទ មានលទ្ធផលច្រើនណាស់ បាទ នៅប្រទេសកម្ពុជាយើងសាងសង់រួចទៅនឹងលោកជួយទៀតដូចបន្លាយហ៊ុនណៃចូលលោកជួយធ្វើឲ្យហើយទៀត បាទ ចានឹងមួយទៀតគណៈបកប្រឆាំងវានិយាយថាសម្ដេចហ៊ុនម៉ាណែតឈប់ធ្វើឲ្យបន្លាយដៃចូលហ៊ុនបន្លាយដៃចូលហ៊ុនណៃចូលនឹងអត់មានលុយធ្វើទេ បាទ ខ្ញុំសូមផ្ដាំមកតាំង79មកគណៈបកប្រជាជនអត់មានចេះ
សន្យាខ្យល់ទេ បាទតែថាឲ្យធ្វើហើយបាទ ខាងទេត្រឹមត្រូវដូចថាស្ពានក្រោយ5ឆ្នាំឬ3ឆ្នាំបានហើយបានគេធ្វើឲ្យមិនណាគាត់លើកទីបន្លាយទៅឲ្យភ្លាមទេ បាទ គណៈបព្វជិជនហ៊ានស៊ីហ៊ានសងហើយអត់មានធ្វើការចោលបដៅការមិនដូចគណៈបព្វប្រឆាំងសន្យាខ្យល់ទេ បាទ បោះឆ្នោតឲ្យទៅឲ្យគោមកគ្រួសារ100ដីអ្នកមានចែកឲ្យអ្នកក្រសំបីតាស្លឹក7តកួននេះវាថាយកលក់ប្រទេសក្រៅសំបីតានៅប្រទេសខ្មែរលក់បានតែ2ថ្ងៃតកួនជ្រុះស្លឹកអស់កំហំទៅស្លឹក7ជាប់មកឃោសនាមិនឲ្យគេជឿសោះ បាទ មិនឲ្យគេជឿសោះអ្នកចាស់ដាក់ថ្មិញឲ្យរកម៉ាយរកប្តីគេចេះរកប្តីទេចាំមករកប្តីឲ្យគេណា កើតតែមានអ្នកជឿដែរណាមើលមើល មិនជឿតែបុគ្គលខ្លះវាភ្លើវាជឿអស់ឡានអស់ដីអស់ផ្ទះខ្លះលក់ខ្សែទៅបាតកម្មទៅមកមិនជាប់គុកអាសំរងស៊ីជាប់គុកប្រជាពលរដ្ឋក៏ដែរ សើឲ្យធ្វើច្បាយខែធ្វើរដ្ឋមន្ត្រីធ្វើអីជឿដែរអ្នកបោះឆ្នោត ម៉ែអត់ជឿទេកូនតាំងពីដើមម៉ែនិយាយឲ្យស្មោះអត់មានមិនឲ្យធေါ်លើម៉ែទេតាំងពីឈរឈ្មោះតាំងពីជាប់ឆ្នោត55អត្តនៈមកមិនដែលមានខ្មៅអីទេមិនដែលទៅប្រទេសក្រៅពីយកទុនឲ្យមកគេសាងសង់នៅប្រទេសខ្មែរទេតាំងបុកមុនវាជាប់55កៅអីនៅសភាកូន បាទ ដល់ឧទាហរណ៍មួយទៀតវានិយាយថាសម្ដេចហ៊ុនម៉ាណែតនឹងកាត់កោះគុតឲ្យថៃមិនលើកកងទ័ពទៅខ្ញុំសុំផ្ដាំទៅវាសម្ដេចមិនយកប្រទេសណាយកធ្វើសត្រូវទេ បាទ ស្រឡាញ់ទាំងអស់កាលណាគេចូលប្រទេសយើងសម្ដេចក៏មិនឈរអោបដៃមើលដែរគាត់ស្រឡាញ់ជាតិដែរតើ បាទត្រឹមត្រូវ កាលណាគាត់មិនស្រឡាញ់ជាតិទេគាត់មិនលះបង់ជីវិតគាត់ទៅរំដោះប្រជាជនពីក្តាប់ដៃខ្មែរក្រហមចោលប្រពន្ធពោះធំ5ខែនៅក្នុងក្តាប់ដៃពលពតតាកូន បាទ ទៅមិនស្រឡាញ់អីស្នេហាជាតិវាអីស្រឡាញ់ទឹកដីអីតាវាចឹងអ្នកដឹកនាំខ្មែរប្រជាពលរដ្ឋខ្មែរអត់មានស្រឡាញ់ទឹកដីខ្លួនឯងទេ បាទ មួយទៅនឹងមួយទៀតវាថាបាត់ទឹកដីអស់ខ្ញុំយល់ព្រមរឿងបាត់ទឹកដីបាត់ទឹកដីហ្នឹងដីរដ្ឋយកមកឲ្យចែកឲ្យប្រជាពលរដ្ឋ3ហាត់មកគ្រួសារនឹងខ្ញុំថាបាត់ទឹកដីរឿងបាត់ទឹកដីឲ្យប្រទេសវៀតណាមប្រទេសថៃប្រទេសឡាវអត់មានបាត់ទេ បាទបាត់យកមកចែកឲ្យពលរដ្ឋបាទណា ចូលស្គាល់ថាបាត់ទឹកដីមិនបាត់យកដីរដ្ឋមកចែកឲ្យប្រជាពលរដ្ឋ ត្រឹមត្រូវចេះរននឹកឃើញអ្នកម្ដាយត្រឹមត្រូវគ្រប់ត្រូវ ព្រោះទៅខ្ញុំសុំបើកវងកញ្ចក់បន្តិច បាទ ខ្ញុំសុំបើកវងកញ្ចក់បន្តិចថ្ងៃទី25ខែ4លោកសុជាតិសុំឲ្យភ័យទោសលោកសុជាតិគាត់ចូលនឹងក្មួយពិនិត្យគាត់លើកឡើងថាផ្ទះថ្នាក់ចរាចរណ៍ក៏លើកចឹងហ៎កូន បាទ ផ្ទះថ្នាក់ចរាចរណ៍លោករួចទៅគាត់ថាប្រជាជនជេរគាត់ថាអញ្ចឹងណា បាទ រឿងជេរមិនជេរខ្ញុំគិតវាខ្ញុំអត់ឮតែលោកសុជាតិឮជេរខ្ញុំជាសំណុំពរប្រជាពលរដ្ឋខ្ញុំឮថាគណៈបកប្រឆាំងប្រទេសក្រៅវាតម្លៃវាថាអញ្ចឹងតែនៅក្នុងស្រុកខ្មែរខ្ញុំអត់ឃើញថាប្រជាជនណាជេរលោកទេឃើញទៅរោងចក្រក៏ដោយទៅណាក៏ដោយឃើញប្រជាជនថើបថតអោប បាទ ខ្ញុំមិនសន្និដ្ឋានថាប្រជាពលរដ្ឋ7-10លាននាក់ស្រឡាញ់គណៈបកប្រជាជនទាំងអស់ទេប៉ុន្តែលោកមុនជេណាខ្ញុំសំណូមពរប្រជាពលរដ្ឋណាជេបុគ្គលណាជេលោកត្រូវដឹងណាលោកទៅដូចថាឡានផ្ទះគណៈចរាចរណ៍អញ្ចឹងលោកត្រូវយល់ដោយសារសន្តិភាពបានវាសម្បូរដល់ប៉ុណ្ណឹងណា បាទ អ្នកជេណារួចលោកទៅមិនសភាសាលារៀនហ្នឹងឲ្យអ្នកណាកូនអស់លោករៀនអូផ្លូវថ្នល់លោកជិះឡានជិះម៉ូតូស្ពានវត្តអារាមពេលបន់ទៀនលោកទៅលោកជេខ្ញុំជាចំណោមលោកជេដូចពីម៉ែឪលោកហ្នឹងហើយចុងបីតែចាស់ធ្វើឪពុកលោកហ៊ុនសែនបាននឹងអ្នកម្ដាយបុណ្ណារីបាននៅគាត់គោរពគាត់ហៅពុកហៅម៉ែពេញមកបីដាសន្តិភាពប្រសន្តិភាពឲ្យយើងមិនអាច
បុគ្គលណាក្រៅខ្ញុំជាសំណុំពរកណាជ័យពិតមែនប៉ុន្តែជាខ្ញុំឬលោកសុភាតលើកឡើង បាទ នឹងមួយទៀតលោកសុភាតក៏ថាអាចធ្លាក់ធ្លាក់ស្លឹកឆ្នោតខ្ញុំអត់យល់កន្លែងហ្នឹងលោកកូនចាំម៉ែនិយាយចាប់កូនលើកឲ្យម៉ែស្ដាប់ផង បាទជើញ នឹកឃើញថាដោយសារធ្លាក់ស្លឹកឆ្នោតដោយសារលោកអត់មើលការខុសត្រូវប្រជាពលរដ្ឋរោងចក្រប្រធានរោងចក្រធ្វើបាបអ្នកពោះធំវេទនាធ្វើនេះគ្រប់បែបគ្រប់យ៉ាងអស់មកប្រជាពលរដ្ឋគ្រប់បែបគ្រប់យ៉ាងអស់កាលណាធ្លាក់ស្លឹកឆ្នោតខ្ញុំអត់យល់ បាទ មួយទៅនឹងខ្ញុំសំណូមពរប្រជាពលរដ្ឋទាំងអស់កាលណាប្រជាពលរដ្ឋនឹកឃើញថាសង្គ្រាមនឹងសបាយប្រជាពលរដ្ឋតែប្រជាពលរដ្ឋនឹកឃើញការនឹកឃើញថាសន្តិភាពសបាយដើរទៅណាក៏បានទីកប៉ាល់ហោះទៅបានទៅវត្តអារាមដើរលេងមកសេរីសបាយមានអាណាត្រួតត្រាបងប្អូនប្រជាពលរដ្ឋបោះឲ្យគណៈបកប្រជាជនទៅកាលណាបងប្អូននឹកឃើញថាសង្គ្រាមនឹងសបាយចាច់លើបងប្អូនទេសម្ដេចលោកអត់ធ្វើឲ្យខុសទេ បាទ ខ្ញុំសំណូមពរឲ្យបងប្អូនបោះឆ្នោតជូនគណៈបព្វជិជនបានយើងមានសន្តិភាពបោះឆ្នោតឲ្យបុគ្គលបានយើងមានសន្តិភាពមិនចឹងដងចប់មកវាយក្បាលយើងទៀតហើយបងប្អូនទូទៀត បាទ នឹងមួយទៀតខ្ញុំកន្លងមកបាន2ថ្ងៃថ្ងៃច័ន្ទថ្ងៃទី28នៅវេនលោកកសលលោកសុភាតចូលមកទៀតកុំអីខ្ញុំមានតិចតមួយគាត់តែគាត់ចូលមកពេលណាខ្ញុំមិនដែលមានតិចប៉ុន្តែគាត់និយាយនឹងដូចថាមើងងាយអ្នករដ្ឋអំណាចពេកមើងងាយអ្នកដឹកនាំពេក បាទ គាត់និយាយថាផ្ទះចរាចរណ៍ 3-4 ម៉ោងចំបីខ្លួនគាត់ផ្ទាល់គាត់ផ្ទះមិនយកលុយរដ្ឋមន្ត្រីនឹងចាក់តាំងលុយកប៉ៅគាត់ទៅឆេះម៉ូតូទៅឆេះឡានទៅចាំឆិចគាត់ប្តឹងក៏បានគាត់និយាយអញ្ចឹងណា បាទ ចាត់លោកកសលឆ្លើយតបវិញដល់ចប់ហើយលោកកសលថាលោកអាចទៅប្តឹងណាធ្វើមិនភារកិច្ចលោកត្រូវទៅសភោតនេះសភោតនោះខ្ញុំផ្ដាំលោកសុទៀតតែលោកការងារអីផ្សេងរបស់លោកខ្ញុំអត់ដឹងទេលោកសម្ដេចហ៊ុនម៉ាណែតគាត់យាងទៅណាគាត់ក៏មិនយកលុយពីកប៉ៅលោកសុទៀតយកលុយប្រជាពលរដ្ឋតែគាត់មកប្រជាពលរដ្ឋតែណាលោកដឹងថាផ្ទះគណៈចរាចរណ៍លោកមិនប្រឆេះម៉ាស៊ីនប្រឡុតម៉ាស៊ីនម៉ូតូប្រឡុតម៉ាស៊ីនឡានទៅលោកខ្លាចអស់សាំងរួចទៅនឹងមិនសោកនេះមិនសង្គ្រាមទេណាលោកលត់ចោលទៅមិនអាសង្គ្រាមដេញបាញ់លោកទេ បាទ ដល់យើងទៅផុតទៅយើងទៅមិនផ្ទះចរាចរណ៍មិនលោកតិចទៅតាមមុខនឹងតិចទៅស្អែកឡើងលោកទៅមានឯករាជ្យទៅចាក់ទៅមុខកោះពេចទៅមិនទៅកន្លែងស្ដាយណាភារកិច្ចយកសុភាគ្រប់កន្លែងគ្រប់កន្លែង បាទ ខ្ញុំសូមសំណូមពរលោកសុភាថាខ្ញុំជាជនពិការចាំខ្ញុំឧបត្ថម្ភលោកសាំង2លីត្រលោកអស់សាំងម៉ូតូអស់សាំងណាខ្ញុំសូមជូនពរកូនប្រុសម្ដាយកូនស្រីកូនប្រុសនិងចៅៗ បាទអរគុណម្ដាយ មានសុខភាពល្អអាយុយឺនយូរដើម្បីសម្រើប្រជាជនគ្រប់ខេត្តណាឲ្យល្បីគ្រប់ខេត្តនឹងប្រជាពលរដ្ឋនិងកូនបានមកទៀតបាទអរគុណថតម៉ែណាឲ្យម៉ែណាថាមកទៀត បាទអ ម៉ែ រគុ ថា ណ បើឆ្អែត ចាំមើលបានទៅលើក្រោយបាទចា សុខសប្បាយគ្រូ បាទអរគុណអ្នកម្ដាយបាទ អរគុណកូនប្រុសម្ដាយ បាទអរគុណបាទអ្នកម្ដាយពីស្រុកលំផាត់ខេត្តរតនគិរីខ្ញុំបានជួបផ្ទាល់កាលពី2 ខែមុនហើយពីការផ្នែកទាំងសងខាងមែនក៏ប៉ុន្តែចិត្តនោះមិនពីការទេហើយមិនងាយណាទៅបោកបឆោតអីបាននោះទេគឺថាច្បាស់ណាស់ព័ត៌មាននោះគេថាច្បាស់ពេញក្នុងដៃហ្មងបាទតាមដានព័ត៌មានជាប់រហូតព័ត៌មានប្រទេសជាតិថ្នាក់ដឹកនាំការវិវត្តសង្គមល្បិចកិច្ចកលរបស់ក្រមប្រឆាំងជលនិយមឲ្យដឹងអស់បាញ់ណាទៅញុះញង់អីបញ្ចុះបញ្ចូលអីបានទេបាទសូមកោតសរសើរ
ហើយសូមថ្លែងអំណរគុណផងដែរដែលតែងតែចូលរួមការពារនៅអ្វីជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលអ្វីជាសមិទ្ធផលហើយអ្វីដែលសំខាន់គឺការពារនៅអ្វីដែលជាសច្ចភាពបាទសច្ចភាពនៃប្រវត្តិសាស្ត្រការរីកចម្រើននិងការអភិវឌ្ឍបានធ្វើការបកស្រាយឆ្លើយតបទៅគ្រប់រឿងទាំងអស់បាទចង់រឿងអីក៏បានដែរសេដ្ឋកិច្ចក៏បាននយោបាយក៏បានសង្គមក៏បានវប្បធម៌ក៏បានបញ្ហាព្រឹត្តិការណ៍ជាតិក៏បានអន្តរជាតិក៏បានដឹងសពគ្រប់ទាំងអស់ហ្មងបាទសូមកោតសរបាទពីការតែភ្នែកពីការទាំងសងខាងទេតែក៏ប៉ុន្តែតិចស្ដាប់គិតចិត្តមិនពីការនោះទេដឹងគ្រប់រឿងទាំងអស់បាទហើយសង្ឃឹមថាជួបលើកក្រោយម្ដងទៀតឲ្យថើបលើកមុនឲ្យថើបមិនទាន់អស់ចិត្តឥឡូវចាំទៅលើកក្រោយឲ្យថើបឲ្យអស់ចិត្តបាទអរគុណណាស់បាទអរគុណលើដោយសារមានប្រិមិត្តមួយខ្សែទៀតកំពុងតែរងចាំក៏ឲ្យខាតពេលខ្ញុំសូមទទួលប្រិមិត្តខ្សែបន្ទាប់មួយទៀតសិនមុននឹងបន្តការអធិប្បាយបាទអាឡូជំរាបសួរបាទបាទអាឡូសូមគោរពជម្រាបសួរបងប្រុសបាទបងអូនស្រីវិរីពីខាងពិសេសនោះមែនទេចេះអរគុណបងប្រុសដោយឡែកបងប្រុសបែកពីកម្មវិធីយូរដែរតែបងប្រុសនៅចាំប្រិមិត្តដូចជាបងអូនអីបែកអញ្ចឹងបាទនៅចាំប្រិមិត្តយើងទាំងអស់បាទទោះបីបែកគ្នាយូរបន្តិចសុកស្ទុកយ៉ាងម៉េចដែរបងអូនខាងពិសេសនោះចេះខាងបងអូននេះសុខសប្បាយធម្មតាក៏ប៉ុន្តែគ្រាន់ថារដូវភ្លៀងវស្សាចូលមកដល់ទៅលក្ខណៈថាបែបជាសុវត្ថិភាពក្នុងការបើកទូរស័ព្ទនិយាយសន្ទនាអីឬក៏មើលអីហ្នឹងរៀងប្រយ័ត្នតិចព្រោះថាមីស៊ីនៅខាងនេះច្រើនអញ្ចឹងណាបងបាទប្រយ័ត្នប្រយែងហ្នឹងមើលចំណុចទាំងអស់នេះក៏ចេះមើលទីតាំងដែលយើងនេះទីតាំងដែលទូរស័ព្ទចេញនឹងមកផងយើងប្រយ័ត្នប្រយែងហ្នឹងមែនតើបាទនៅក្នុងបន្ទប់ចិត្តក្នុងបន្ទប់បិទចិត្តហ្មងអត់អីទេទូរស័ព្ទមកអត់អីទេចាបាទអរគុណណាស់បងអូនស្រីមានអីចង់ចូលរួមជាមតិយោបល់ជាមួយកម្មវិធីរបស់យើងព្រឹកនេះសូមអញ្ជើញបាទចាបងប្រុសមុននឹងឈានចូលទៅចំណុចត3ខ្លីៗតែប៉ុណ្ណោះដែលវិធីធ្វើការចាប់អារម្មណ៍បាទអញ្ជើញម្សិលមិញនេះចំណុចទី1ដែលបងអូនធ្វើការចាប់អារម្មណ៍នោះគឺព្រឹត្តិការណ៍ព័ត៌មានរបស់រាជរដ្ឋាភិបាលបានធ្វើគេហៅថាជួបជុំកម្មការនីមកខេត្តពិសេសនោះរបស់បងអូននៅតំបន់កំពង់ផែហើយយើងឃើញថារបាយការណ៍ព័ត៌មានដូចជានាយករដ្ឋមន្ត្រីឡើងសន្ទរកថាអញ្ចឹងគឺយ៉ាងយូរកម្ពុជាគឺយើងត្រៀមខ្លួនទៅ5ឆ្នាំទៀតទេយើងនឹងមាននាវាដឹកទំនិញលក្ខណៈទឹកជ្រៅពីបណ្ដាប្រទេសនានាដឹកទំនិញចូលមកកម្ពុជាជាចំណែកមួយដែលឲ្យសេដ្ឋកិច្ចកម្ពុជាមានសក្តានុពលទៅថ្ងៃអនាគតហើយជំរឿដែរសមុទ្រដែលយើងត្រូវជីកបន្តអីកប៉ាល់អន្តរជាតិចូលនេះយើងឃើញថាវាត្រូវជីក17ម៉ែត្រអីអញ្ចឹងណាបងបាទអញ្ចឹងសម្រាប់ចំណុចទាំងអស់នេះក៏ជារបាយការណ៍ក៏ដូចជាទិន្នន័យមួយយើងស្ដែងទៅកាន់និស្សិតយុវជនឬក៏ប្រជាពលរដ្ឋទាំងអស់ថាយើងត្រូវតែខិតខំយ៉ាងណាយើងរៀនបច្ចេកទេសខាងផ្នែកទេសចរឬក៏ផ្នែកអីទៅតាមហ្នឹងទៅដែលយើងត្រៀមលក្ខណៈដើម្បីត្រៀមខ្លួនធ្វើកិច្ចការងារដោយវិនិយោគផ្សេងតាំងពីការផលិតឡានផលិតអីមកកម្ពុជាអញ្ចឹងបើយើងអត់ត្រៀមខ្លួនទុកមុនទេយើងខ្លាចដល់ពេលនោះមកការងារសម្រុកមកដល់យើងអត់ប្រកែយើងអត់មានគេហៅថាជំនាញគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនធ្វើអញ្ចឹងណាបងប្រុសបាទហើយចំណុចមួយទៀតនោះយើងឃើញថាព័ត៌មានពាក់ព័ន្ធនឹងខេត្តកំពង់ស្ពឺហើយក៏ដូចជាខេត្តពិសេសនោះផងដែរពាក់ព័ន្ធនឹងការបញ្ចប់នៅការគេហៅថាចែកដីទៅជូនប្រជាពលរដ្ឋមានបងគេហៅប្លង់រងប្លង់អីតែកន្លងមករាជរដ្ឋាភិបាលយុវជនសម្ដេចតេជោបានរៀបចំធ្វើនៅតាមស្ថាប័នកិច្ចការនោះយើងឃើញថាបកគលបិទបញ្ចប់នៅតំបន់នីមួយៗអញ្ចឹងបកគលជូនដីអញ្ចឹងណាបងប្រុសបាទអញ្ចឹងជាចំណុចមួយវាឃើញចាក់ស្ដែងខុសពីព័ត៌មានចំណុចខ្លះខ្វះខាតដែលការបង្ហាញពីក្រមអគតិអីចឹងទៅថាជាការរំលោភដីធ្លីផ្សេងនានារបស់ប្រជាជនជាការពិតនៅចំណុចនោះក៏មានអសកម្មខ្លះដែរបងអូនមិនធ្វើការបដិសេធទេ
វាជារឿងព័ត៌មានពិតខ្លះដែរមិនមែនយើងនិយាយទៅយើងគិតថាពលរដ្ឋចេះតែបំផ្លោះព័ត៌មានឬក៏បង្ហោះអីព័ត៌មានមិនពិតក្នុងការរំលោភដីធ្លីពីតំបន់ខេត្តនីមួយៗទេចាក់ស្ដែងវាមានក្រុមហ៊ុនឯកជនតូចតាចឬក៏អ្នកមានអំណាចមួយចំនួននៅថ្នាក់ក្រោមនេះបានធ្វើបែបនេះធ្វើទុកបុកម្នេញប្រជាជនហើយចំណុចនេះឆ្នាំ2025មកក៏សំណូមពរទៅដល់មន្ត្រីតូចតាចឬក៏អ្នកមានឥទ្ធិពលមួយចំនួនដែលសុំយកបេះដូងមួយបែបគុណធម៌យើងដឹកនាំនាវាសន្តិភាពប្រទេសជាតិយើងនឹងទៅរកភាពរុងរឿងដែលណាយើងផ្សារភ្ជាប់ជាមួយនឹងរាជរដ្ឋាភិបាលរបស់យើងបានរៀបចំខ្លួនធៀមលក្ខណៈបែបយ៉ាងអញ្ចឹងក្នុងនាមជាមន្ត្រីពូមន្ត្រីមីងទឹកខាងក្រោមហ្នឹងសូមធ្វើយ៉ាងម៉េចកុំឲ្យវាខូចមុខខូចមាត់ទៅដល់ថ្នាក់លើហើយចំណុចមួយទៀតមន្ត្រីពូមន្ត្រីមីងមួយចំនួនតូចបើតាមព័ត៌មានបងប្អូនបានមើលមកក៏មានភាគច្រើនគាត់ចូលចិត្តដែរនិយាយគេហៅថាកុំនាំពាក្យហ្នឹងមុនរដ្ឋាភិបាលអីមានន័យថានៅពេលដែលរដ្ឋាភិបាលមិនទាន់អភិវឌ្ឍផ្លូវថ្នល់ផ្លូវលំនៅតាមតំបន់ណាឬក៏ស្រុកណាឬក៏ធ្វើអ្វីមួយតែមន្ត្រីពូមន្ត្រីអីមួយចំនួនតូចហ្នឹងគាត់ជួយចិត្តនិយាយមុនសន្យាមុនចំនួនរដ្ឋាភិបាលចំនួនថ្នាក់លើចំណុចហ្នឹងក៏វប្បធម៌ហ្នឹងក៏ត្រូវលុបបំបាត់ដែរសូមឲ្យមានព័ត៌មានជាក់លាក់ច្បាស់លាស់ជាក់ស្ដែងទាំងអស់គ្នាដើរទៅសង្គមព្រមគ្នាវាទៅជាបរិបទមួយធ្វើឲ្យសង្គមរដ្ឋាភិបាលដឹកនាំវារលូនស្រួលអញ្ចឹងណាបងបាទតាមត្រូវបាទចាហើយខ្ញុំតាមពីផឹកមិញនេះបងអូនសូមធ្វើការចាប់អារម្មណ៍មួយពាក់ព័ន្ធនឹងព័ត៌មាននៅច្រកព្រំដែនអែនសេសហើយពាក់ព័ន្ធនឹងច្រកព្រំដែនអែនសេសនេះគឺជាច្រកដឹកតំណែងលក្ខណៈនៅច្រកកន្លែងព្រះវិខេត្តព្រះវិហារអញ្ចឹងឃើញថាព័ត៌មានបានផ្សាយយ៉ាងក្តៅកកុកដែរពាក់ព័ន្ធនឹងអញ្ញាធរថៃដែលនៅច្រកអែនសេសហ្នឹងបិទខ្ទប់និយាយទៅគឺបិទមិនឲ្យប្រជាជនហ្នឹងដឹកដូចជាផ្សិតប៉ក់ស្វាយដំណាំរុក្ខជាតិនានាដែលធ្លាប់ចេញចូលនិយាយទៅយើងសូមបញ្ជាក់ថាមិនមែនជាលក្ខណៈខ្នាតតំណែងធំបែបជាលក្ខណៈអន្តរជាតិឬក៏អីទេគ្រាន់ថាតំណែងជាប់ព្រំបទល់គ្នាស្រុកគេហៅច្រកអែនសេសហ្នឹងអញ្ចឹងឃើញថាអាញាធរថៃនៅចំបន់ហ្នឹងហាក់បីដូចជាក៏ក្លឿនបន្តិចហើយលក្ខណៈថាបិទតាមអំពើចិត្តហ្នឹងតាមដែលបងអូនមើលព័ត៌មាននៅរស្មីហងមាននៅប្រងបាញ់អញ្ចឹងគាត់បិទតាមអំពើចិត្តគាត់ទៅក្នុងមួយអាទិត្យគឺច្រកហ្នឹងគឺត្រូវបើករវាងកម្ពុជាថៃហ្នឹងអែនសេសហ្នឹងគឺមួយអាទិត្យ2ដងអញ្ចឹងក្នុងនេះគឺបិទថ្ងៃពហុគាត់មិនឲ្យតំណែងដែលប្រជាជនហ្នឹងគាត់ដឹកទៅកកនៅហ្នឹងយើងទៅគាត់មិនឲ្យចូលអញ្ចឹងក្នុងនាមថ្មីនេះយើងឃើញនាយករដ្ឋមន្ត្រីថៃបានមកកម្ពុជាតំណែងនឹងគ្នាល្អណាស់ប៉ុន្តែដែលឡែកយើងសម្លឹងឃើញគេហៅថាមន្ត្រីច្រកនៅព្រំដែនហ្នឹងទាំងនិយាយទៅមិនយើងនិយាយថាទាំងសងខាងគឺគេធ្វើដាក់យើងមុនចង់ដែលឡែកសម្រួលយើងចង់សួរថាតើយើងនៅខាងព្រំដែនយើងគួរតែធ្វើបែបណានិយាយទៅគឺយើងត្រូវតែបិទវិញដែរនិយាយបែបនេះមិនមែនជារឿងមួយដែលធ្វើឲ្យញុះញង់ទៅមានរឿងហាវកាត់ឡើងទេក៏ប៉ុន្តែបរណភាពច្រកព្រំដែនគឺមានសិទ្ធិដូចគ្នាខុសនិយាយទៅបរណភាពទឹកដីនិងបរណភាពច្រកព្រំដែនគឺមិនខុសគ្នាទេអញ្ចឹងគឺមន្ត្រីហ្នឹងបងប្អូនក៏មិនដឹងថាអាជ្ញាធរថ្នាក់លើថៃគេដឹងឬក៏អត់ដូចគ្នាទាំងអាជ្ញាធរនៅខាងយើងប៉ុន្តែខាងនោះគឺជាអ្នកបិទមុនអញ្ចឹងតំណែងអំពុំមីងដូចដឹងហើយសេដ្ឋកិច្ចឥឡូវនេះលំបាកផងត្រូវការនាំផ្សិតប៉ក់បែបពីតាមភ្នំមកហើយផ្សិតប៉ក់នេះកំពុងតែពេញនិយមនៅប្រទេសថៃនៅច្រកហ្នឹងតែតែដឹករាល់ឆ្នាំអញ្ចឹងបើគាត់បិទតាមចិត្តតាមអីក្នុងនាមអាជ្ញាធរច្រកកម្ពុជាយើងបងអូនសំណពរថាត្រូវទៅសួរនាំហើយមានវិធានការដាក់វិញមានន័យថាមិនត្រូវឲ្យធ្វើតាមអំពើចិត្តការបន្ទន់អរិយាប័ត្ររបស់អាជ្ញាធរយើងគឺមានព្រំដែនហើយក៏មានលក្ខណៈទន់ភ្លន់ដែរបណ្ដាដែលឡែកខាងគេបើធ្វើតាមអំពើចិត្តទៅបងអូនគាត់ថាវាអត់ស័ក្តិសមដែរអញ្ចឹងណាបងបាទចាហើយអូនស្ដាប់ព័ត៌មានច្បាស់ដែរពីព្រោះថាយកព័ត៌មានមកហ្នឹងគឺមួយថ្ងៃបើកចេញចូលមួយអាទិត្យបើកចេញចូលលក់តំណែងទៅវិញទៅមក2ដងច្រកហ្នឹងអញ្ចឹងក្នុង10បិទអញ្ចឹងទៅវាលំបាកប៉ុន្តែឥឡូវឃើញកំពុងតែ
រៀបចំចរចាគ្នាឬក៏សួរនាំឲ្យដឹងយ៉ាងណាអញ្ចឹងណាបង បាទតែជាសមត្ថកិច្ចគេកំពុងធ្វើការឲ្យពាក់ព័ន្ធនឹងបញ្ហានេះបាទ ចាអរគុណបងប្រុសដោយសេវាអត់សូវល្អទេបងសូមជម្រាបលាបង អរគុណបងស្រីវារីតែងតែចូលរួមក្នុងកម្មវិធីសម្លេងកាត់ពិតហើយបងស្រីតែងតែមានមតិយោបល់ពាក់ព័ន្ធនឹងបញ្ហាសង្គមច្រើនណាក្នុងនោះរួមទាំងការពិវត្តចំណុចល្អរួមទាំងចំណុចខ្វះខាតភាពអសកម្មហើយតែងតែលើកជាសំណុំពរនិងយោបល់ផ្សេងៗដើម្បីកែលម្អដូចជាភាពអសកម្មរបស់មន្ត្រីយើងមួយចំនួននៅមូលដ្ឋានជាដើមលក្ខណៈនោះគឺជារឿងត្រឹមត្រូវពីព្រោះយើងមិនល្អឥតខ្ចោះនោះទេបាទហើយគោលនយោបាយរាជរដ្ឋាភិបាលដែលបានដាក់មកហ្នឹងគឺថាទាមទារឲ្យមានការចូលរួមអនុវត្តទាំងអស់គ្នាឲ្យបានត្រឹមត្រូវបាទអរគុណណាស់ឥឡូវមានប្រិមិត្តចូលមកសូមប្រិមិត្តចុងក្រោយចុះបាទមុននឹងយើងបិទបញ្ចប់បាទឡូជំរាបសួរបាទឡូ អាឡូជំរាបសួរហើយបង បាទសូមស្វាគមន៍ប្រិមិត្តចុងក្រោយបាទ ខ្ញុំចលេះពីតែបាទលោកពូសលេះឥឡូវមានពេល5នាទីចុះណាហើយសារបាទអរគុណ ខាងជួបគ្នាយូរហើយសូម ការពេទ្យដើម្បីជាជន បាទសូម5នាទីមុននឹងបិទបញ្ចប់បាទសូមអញ្ជើញ បាទសូមអរគុណហើយនឹងគ្រប់គ្រងរាល់ការអធិប្បាយហើយឧត្តមក៏ដូចជាប្រិមិត្តបានចូលពាក់ព័ន្ធនឹងសង្គមយើងពេចគង់តែអភិវឌ្ឍតែនៅក្នុងនោះគឺមានតែជនអកតេមួយចំនួនលោកនៅតែមិនទទួលស្គាល់នៅតែវាប្រហារមកលើរាជរដ្ឋាភិបាល បាទ តែក្រុមនោះមិនទាន់យល់ចាថាក្រុមមលុបនៃសន្តិភាពតែដល់បាទយើងនិយាយឃើញថារាជរដ្ឋាភិបាលនេះកាលពី7នៃរដ្ឋាភិបាលនៅតែបន្តថែរក្សាការពារបានយ៉ាងរឹងមាំសុខសន្តិភាពសម្រាប់មកសាធារណៈ បាទ ដែលជាអ្នកការរស់នៅដល់សុខដុមរមនារបស់ប្រជាពលរដ្ឋជាក់ស្ដែងយើងទៅកន្លងផុតទៅប្រហែលខែនេះទេបាទ បាទ ជាងកន្លះខែយើងថាកន្លះខែទៅចុះបាទអញ្ចឹងចូលការចូលឆ្នាំប្រពៃណីជារបស់យើងក៏ដូចជាខាងសាសនាអ៊ីស្លាមក៏ស្រ័យបុះដែរអាដាម បាទ អញ្ចឹងនេះឲ្យក្រុមមលុបនៃសុខសន្តិភាពបើសិនជាយើងគ្មានសុខសន្តិភាពទេអស់លោកច្បាស់តែវានេះប្រត់ប្រាស់ប្រទេសកាត់សង្គ្រាមគឺទុកបន្សល់នៅកុមារកំព្រាស្ត្រីមេម៉ាយជនពិការភាពជាក់ស្ដែងបច្ចុប្បន្នជនពិការភាពរហូតមកដល់សប្តាហ៍នេះនៅឡើយទេបាទនៅមិនទាន់មានដោយសារលោកពិការភាពហើយនឹងមេម៉ាយនោះក៏អញ្ចឹងដែរតែចាប់ប្តីគាត់ចុះនៅសមរភូមិធម្មតាចុះទឹកកុំថាមិនទឹកនោះអញ្ចឹងនៅត្រង់ចំណុចនេះសូមពុកម៉ែបងប្អូនទាំងអស់ដែលរស់រៀនមានជីវិតក្រោយថ្ងៃប្រទីន1679ហើយនឹងរស់នៅក្នុងក្រមមលុបសុខសន្តិភាពគឺយើងទាំងអស់គ្នាសូមពូនជ្រុំហើយនឹងថែរក្សាការពារដិតខាតកុំអោយប្រទេសរបស់យើងកាត់សង្គ្រាមសាជាថ្មី បាទ នឹងយើងថែរក្សាសុខសន្តិភាពនេះឲ្យបានយូរអង្វែងដើម្បីគណៈបកប្រជាជនកម្ពុជាយើងបន្តវេនដឹកនាំដោយសម្ដេចអគ្គមហាបវរទៅប្រទេសហ៊ុនម៉ាណែតដើម្បីយើងអភិវឌ្ឍប្រទេសជាតិឲ្យបានជឿនលឿន បាទ កំណត់ទិសរបស់យើងគឺ2050គឺសម្បូរសប្បាយ បាទ ក្នុងនោះគឺដោយសារការរួមចំណែកពីពុកម៉ែបងប្អូនទើបយើងមានសុខសន្តិភាពតែពុកម៉ែបងប្អូនណាក៏លេចទៅក្រោយតែជាឃោសនាអកុសលរបស់ក្រុមនោះសួរថាក្រុមនោះបានការបានអភិវឌ្ឍអ្វីខ្លះបានធ្វើអ្វីខ្លះជួនទៀតមេត្តាភូមិតាំងពី79រហូតមកដល់បច្ចុប្បន្នមានតែគណៈបកប្រជាជនតែមួយគត់ដែលជាអ្នករំដោះរស់រៀនជីវិតពីឪពុកណាពីពុកម៉ែបងប្អូនជីដូនជីតាយើងមកហើយនឹងថែរក្សាសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះហើយគឺសម្ដេចមហាសេនាបតីបញ្ជូលោកយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីក្រញាំដៃពំអាវខ្មៅ
ហើយនឹងប្រឆាំងដាច់ខាត់ជនអកតេមួយចំនួនដែលប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលចុងនេះគេហៅថារលំនៃរាជរដ្ឋាភិបាលគឺប្រឆាំងដាច់ខាត់សូមពុកម៉ែបងប្អូនអាណត្តិដាក់ក្រុមប្រឹក្សាទី6 2027សូមពុកម៉ែបងប្អូនបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសនឹងការអភិវឌ្ឍតែសារមានតែគណៈបកប្រជាជនកម្ពុជារបស់យើងគឺមានសុខសន្តិភាពមានសុខសន្តិភាពហើយយើងមានការអភិវឌ្ឍចឹងនៅត្រង់ចំណេះសូមពុកម៉ែបងប្អូនថ្ងៃ1ថ្ងៃ2ហើយសូមទៅអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោតហើយនឹងអ្នកដែលមិនទាន់គ្រប់អាយុណាអ្នកដែលមិនខំជាថាខែតម្រូវជាហៅថាជីវៈមានយើងថប់10ឆ្នាំហើយតែទៅគេហៅថាធ្វើរូបថតតែនៅម្ដងទៀតអ្នកដែលថប់10ឆ្នាំហើយដោយសារពេលនោះយើងថតអាយុ40ឆ្នាំតែពេលនេះយើងអាយុ50ឆ្នាំយ៉ាងមុខយើងគេហៅថាវាខុសពីប្រកបដីចិត្តជាគោលយោបល់ដើម្បីយើងកែតម្រង់ចេញទុយសូមពុកម៉ែបងប្អូនដែលមានបុត្រធីតាគ្រប់អាយុ18ឆ្នាំសូមអញ្ជើញទៅបោះឆ្នោតណាចោះឈ្មោះបោះឆ្នោតហើយនឹងលោកតាលោកយាយពុកម៉ែបងប្អូនដែលចោះឈ្មោះនៅឆ្នាំ2016តែនៅពេលគណៈកម្មការរៀបចំការចោះឈ្មោះទៅការិយាល័យរបស់អស់លោកសូមទៅចោះឈ្មោះឲ្យបានគ្រប់ដើម្បីយើងមានសិទ្ធិបោះឆ្នោតនៅក្នុងអាណត្តិទីឆ្នាំ2027នេះបើសិនជាយើងអត់មានឈ្មោះនៅក្នុងវិធីបោះឆ្នោតទេយើងក៏គ្មានសិទ្ធិបោះឆ្នោតដែរដោយសារយើងនាមជាបរិបទអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាតែយើងអត់មានឈ្មោះបោះឆ្នោតក៏អត់មានសិទ្ធិបោះឆ្នោតដែរចឹងសូមចូលរួមប៉ុណ្ណឹងហើយដល់សូមជម្រាបលាបាទអរគុណណាស់លោកពូសលេះតែសារពេលវេលាយើងមានកំណត់មិនបានសម្ដែងសម្ដាគ្នាយូរសូមអរគុណហើយមុននឹងបញ្ចប់សូមជូនព័ត៌មានដែលបងអូនស្រីវារីនៅខេត្តពិសេសនោះលើកឡើងពីបញ្ហានៅច្រកទ្វារអន្តរជាតិអានសេះខេត្តព្រះវិហារនេះគឺតាមការប្រកាសព័ត៌មានបាញ់មិញហ្នឹងគឺបញ្ហាបានដោះស្រាយហើយតាមរយៈការទៅចរចាគ្នាហ្នឹងគឺច្រកអានសេះត្រូវបានបើកដំណើរការឡើងវិញជាប្រកបដីធម្មតាគឺថា2ថ្ងៃក្នុងមួយសប្តាហ៍គឺថ្ងៃគៀនិងថ្ងៃពហុអញ្ចឹងសមត្ថកិច្ចរបស់យើងខិតខំប្រឹងប្រែងទៅចរចាដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយើងឥឡូវនេះគឺថាប្រកាសព័ត៌មានបាញ់មិញនេះគឺថាបើកដំណើរការឡើងវិញធម្មតាបាទសូមអរគុណណាស់បាទដោយសារពេលវេលាយើងមានកំណត់ហើយយើងដល់ត្រូវបិទបញ្ចប់ហើយខ្ញុំសូមថ្លែងអំណរគុណដល់ប្រិមិត្តរបស់យើងដែលបានទូរស័ព្ទចូលដឹកបញ្ចេញមតិយោបល់ល្អៗនៅក្នុងកម្មវិធីអរគុណប្រិមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់ហើយបានផ្ដល់ជា comment មួយចំនួននៅលើ page YouTube 7មករាក៏សូមថ្លែងអំណរគុណដល់លោកតាលោកយាយអ៊ំពូមៀមីងបងប្អូនយើងដែលបានកំពុងតាមដានការទស្សនាការផ្សាយបន្តរបស់វិទ្យុបាយ័ន FM ហើយកម្មវិធីរបស់យើងដល់ពេលទៅបញ្ចប់អញ្ចឹងសូមជូនពរដល់អាដាមលូនទាវលោកស្រីអ្នកកញ្ញាទាំងអស់ជួបប្រទះតែសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារហើយយើងនឹងវិលមកជួបគ្នាជាថ្មីម្ដងទៀតតាមក្នុងកម្មវិធីរបស់យើងតាមពេលវេលាម៉ោងដែរគឺជាមួយនឹងខ្ញុំបាទចិនម៉ាលីននៅថ្ងៃសុក្រណាពេលព្រឹកចាប់ពីម៉ោង10ព្រឹកដល់ម៉ោង12ថ្ងៃត្រង់អញ្ចឹងសង្ឃឹមថានឹងជួបប្រិមិត្តរបស់យើងនៅថ្ងៃសុក្រសប្តាហ៍ក្រោយប្រសិនបើមិនមានការប្រែប្រួលឬក៏កម្មវិធីអ្វីជាន់គ្នាទេបាទអញ្ចឹងទីបញ្ចប់សូមថ្លែងអំណរគុណហើយសូមគោរពលាបាទសូមអរគុណនិងសូមបិទបញ្ចប់កម្មវិធី